ធម្មទេសនាលោកគ្រូ Go Anka ថ្ងៃទី11ដោយបានធ្វើការជារៀងរាល់ថ្ងៃពីថ្ងៃមួយទៅថ្ងៃមួយជាបន្តបន្ទាប់គ្នាយើងបានមកដល់ថ្ងៃបញ្ចប់នៃធម្មសិក្សា10ថ្ងៃនេះហើយនៅពេលដែលអ្នកចាប់ផ្ដើមធ្វើការអ្នកបានប្រគល់កាយនិងចិត្តចំពោះបច្ចេកទេសនេះជាការសំខាន់ណាស់ពុំនោះសោតទេអ្នកមិនអាចធ្វើការសាកល្បងបច្ចេកទេសនេះដោយត្រឹមត្រូវបានឡើយគេចូលមករួមក្នុងធម៌សិក្សាមួយបែបនេះគឺដើម្បីនឹងសាកល្បងនិងផ្ដល់យុត្តិធម៌ទាំងស្រុងចំពោះបច្ចេកទេសអ្នកអាចធ្វើយ៉ាងនេះបានលុះត្រាតែអ្នកធ្វើការដោយត្រឹមត្រូវតាមរបៀបដែលគេបានបង្គាប់ឲ្យធ្វើលុះត្រាតែអ្នកប្រគល់កាយនិងចិត្តពុំនោះសោតទេពេញទាំង10ថ្ងៃគេចេះតែបង្កើតការសង្ស័យការរារែកហើយគេមិនអាចធ្វើការបានឡើយបើគេមិនធ្វើការទេតើគេអាចនឹងយល់ប្រយោជន៍ពិតប្រាកដនៃបច្ចេកទេសនេះយ៉ាងដូចម្តេចកើតហើយទោះបីជាគេធ្វើការក៏ដោយតែបើគេធ្វើការដោយយកបច្ចេកទេសផ្សេងទៀតមកលាយឡំជាមួយគេក៏មិនបានសាកល្បងបច្ចេកទេសនេះដោយត្រឹមត្រូវបានទេពីព្រោះនៅពេលនោះគេនៅតែមិនច្បាស់លាស់ពីប្រយោជន៍ដែលគេបានទទួលនៅឡើយគេអាចនឹងគិតថាខ្ញុំបានទទួលប្រយោជន៍ទាំងនេះដោយមកពីបច្ចេកទេសមួយទៀតដែលខ្ញុំបានលាយឡំជាមួយនឹងបច្ចេកទេសនេះដូច្នេះគេអាចសាកល្បងបច្ចេកទេសនេះបានដោយត្រឹមត្រូវលុះត្រាតែគេមិនលាយឡំវាជាមួយនឹងបច្ចេកទេសផ្សេងទៀតដើម្បីគោលដៅនឹងការប្រគល់កាយនិងចិត្តជាការសំខាន់ណាស់អ្នកទាំងអស់គ្នាបានប្រគល់កាយនិងចិត្តអ្នកបានបដិបត្តិដោយហ្មត់ចត់ដោយវាងវៃដោយស្មោះត្រង់ហើយបានផ្ដល់យុត្តិធម៌ទាំងស្រុងដល់បច្ចេកទេសនេះការប្រគល់កាយនិងចិត្តនេះគឺសម្រាប់តែ10ថ្ងៃទេឥឡូវនេះ10ថ្ងៃបានកន្លងផុតទៅហើយអ្នកជាម្ចាស់លើខ្លួនឯងវិញហើយព្រះធម៌មិនចង់ឲ្យអ្នកពឹងពាក់លើអ្នកណាផ្សេងទេព្រះធម៌ធ្វើឲ្យអ្នកពឹងពាក់លើខ្លួនឯងដោយបានសាកល្បងបច្ចេកទេសនេះរួចហើយពេលត្រឡប់ទៅផ្ទះវិញអ្នកត្រូវតែពិនិត្យមើលឡើងវិញដោយស្ងប់ស្ងាត់នៅអ្វីដែលអ្នកបានរៀននៅទីនេះក្នុងរយៈពេល10ថ្ងៃអ្វីដែលអ្នកបានរៀននៅទីនេះបើអ្នកយល់ឃើញថាវាសមហេតុសមផលអាចនឹងបដិបត្តិតាមបានស្របតាមវិចារណញ្ញាណនោះសឹមអ្នកទទួលយកមនុស្សជាសត្វលោកមានវិចារណញ្ញាណមនុស្សមិនត្រូវទទួលយកអ្វីដែលអ្នកមានបញ្ញាធម្មតាមិនអាចទទួលយកបាននោះទេបើអ្នកយល់ឃើញថាអាចយកមកបដិបត្តិតាមបាននោះសឹមទទួលយកនេះជាຂະຫນាតមួយដើម្បីវាស់គុណសម្បត្តិនៃបច្ចេកទេសនេះຂະຫນាតមួយទៀតមានរបស់ច្រើនណាស់ដែលមើលទៅហាក់ដូចជាអាចយកមកបដិបត្តិតាមបានសមតាមវិចារណញ្ញាណប៉ុន្តែមិនផ្ដល់ផលប្រយោជន៍អ្វីឡើយដូច្នេះបើខ្ញុំបដិបត្តិតាមបច្ចេកទេសនេះហើយចេះតែបដិបត្តិតទៅតើបច្ចេកទេសនឹងផ្ដល់ប្រយោជន៍ណាមួយពិតប្រាកដជាក់ស្ដែងដល់ខ្ញុំឬទេទាល់តែយ៉ាងដូច្នេះទើបគេទទួលយកពុំនោះសោតទេគេមិនត្រូវទទួលយកឡើយនេះមិនមែនជារបស់សម្រាប់កំសាន្តខាងប្រាជ្ញាឆ្លៀសវៃទេគេត្រូវតែទទួលយកប្រយោជន៍ពិតប្រាកដនៅក្នុងជីវិតដោយសារការបដិបត្តិបច្ចេកទេសនេះមិនត្រឹមតែຂະຫນាត2នេះទេមានຂະຫນាតមួយថែមទៀតសម្រាប់វាស់គុណសម្បត្តិនៃបច្ចេកទេសនេះຂະຫນាតទី3គឺវាហាក់ដូចជាសមតាមវិចារណញ្ញាណណាស់បើខ្ញុំបដិបត្តិតាមវាប្រកាសជានឹងផ្ដល់ប្រយោជន៍ឲ្យខ្ញុំវាបានផ្ដល់ផលប្រយោជន៍ដល់ខ្ញុំក្នុងរយៈពេល10ថ្ងៃនេះប៉ុន្តែដោយសារការបដិបត្តិបច្ចេកទេសនេះតើខ្ញុំនឹងធ្វើទុក្ខដល់សត្វលោកណាមួយឬទេតើមានភស្តុតាងបញ្ជាក់ថាវាធ្វើទុក្ខដល់សត្វដទៃមែនឬទេបើវាមានមែនវាមិនល្អទេដោយសារការបដិបត្តិបច្ចេកទេសនេះតើវាផ្ដល់ផលប្រយោជន៍ដល់សត្វលោកដទៃដែរឬទេបើវាផ្ដល់ផលប្រយោជន៍មែនគួរទទួលយកបច្ចេកទេសនេះហើយដោយយកຂະຫນាតទាំង3នេះមកវាស់បើឃើញថារបស់ខ្លះគួរទទួលយកហើយនោះអ្នកមានប្រាជ្ញាអ្នកមានគតិបណ្ឌិតត្រូវតែទទួលយកដោយមិនរួញរាឡើយបើអ្នកមានបញ្ញាពិតប្រាកដទទួលយកហើយ
នោះវាមិនមែនជាការទទួលយកគ្រាន់តែនៅថ្នាក់ភក្តីភាពថ្នាក់រំជួលចិត្តតែប៉ុណ្ណោះទេការទទួលយកត្រូវតែនៅថ្នាក់ជាក់ស្ដែងតាមការបដិបត្តិទាល់តែយ៉ាងនេះទើបវានឹងផ្ដល់ផលប្រយោជន៍រហូតអស់មួយជីវិតកាលណាគេយល់ឃើញថាគេអាចទទួលយកបាននៅថ្នាក់ជាក់ស្ដែងនោះទើបគេប្រគល់កាយនឹងចិត្ត10ថ្ងៃមុនអ្នកបានប្រគល់កាយនឹងចិត្តពីព្រោះគេបានបង្គាប់ឲ្យអ្នកធ្វើយ៉ាងនេះបើគ្មានការប្រគល់កាយនឹងចិត្តទេអ្នកមិនអាចមានលទ្ធភាពនឹងសារល្បងបច្ចេកទេសនេះដោយត្រឹមត្រូវបានឡើយដល់ពេលត្រឡប់ទៅផ្ទះវិញកាលណាអ្នកប្រគល់កាយនឹងចិត្តគឺអ្នកធ្វើដោយសេរីតាមបំណងផ្ទាល់ខ្លួនរបស់អ្នកឥឡូវនេះអ្នកយល់ឃើញថានេះជាមេគីរបស់ខ្ញុំនេះជាការបដិបត្តិសម្រាប់ខ្ញុំវាមានលក្ខណៈជាសកលស្របតាមវិទ្យាសាស្ត្រសមហេតុសមផលហើយផ្ដល់នូវផលប្រយោជន៍ខ្ញុំត្រូវតែរស់នៅក្នុងជីវភាពនេះដូច្នេះខ្ញុំប្រគល់កាយនិងចិត្តចំពោះព្រះធម៌ដោយឥតមានកំណត់ពេលទេឥឡូវនេះការប្រគល់កាយនិងចិត្តនឹងធ្វើឡើងស្របតាមបំណងដោយសេរីផ្ទាល់ខ្លួនរបស់ខ្ញុំហើយជាការប្រគល់កាយនិងចិត្តរហូតអស់មួយជីវិតអស់មួយជីវិតខ្ញុំត្រូវតែរស់នៅក្នុងធម៌ត្រូវតែប្រែទៅជាផ្នែកមួយនៃជីវិតរបស់ខ្ញុំបើគ្មានព្រះធម៌ទេការរស់នៅនឹងគ្មានន័យអ្វីឡើយបើគេបដិបត្តិនិងអនុវត្តធម៌នៅក្នុងការរស់នៅរាល់ថ្ងៃនោះជីវិតមនុស្សលោកជាជីវិតពិតប្រាកដដូច្នេះគេត្រូវតែប្រគល់កាយនិងចិត្តហើយខិតខំសាកល្បងរស់នៅក្នុងគន្លងធម៌គឺក្នុងសិលធម្មចរិយាក្នុងសមាធិការត្រួតត្រាលើចិត្តនិងក្នុងបញ្ញាការពង្រីកបញ្ញាផ្ទាល់ខ្លួនដើម្បីធ្វើចិត្តឲ្យបរិសុទ្ធក្នុងសេចក្តីមេត្តាគឺសេចក្តីស្រឡាញ់ក្នុងករុណាសេចក្តីអាណិតអាសូរឆន្ទៈល្អចំពោះអ្នកឯទៀតទាំងអស់គេត្រូវតែរស់នៅក្នុងគន្លងធម៌នេះធម៌ជាធម៌លុះត្រាតែគេយកមកអនុវត្តក្នុងការរស់នៅរាល់ថ្ងៃធម៌នៅក្នុងគម្ពីរឬក្នុងធម្មទេសនារបស់គ្រូមិនមែនជាធម៌ទេនៃត្រឹមត្រូវរបស់ពាក្យធម៌គឺធារេតៃតិថាមីកាលណាអ្នកយកមកអនុវត្តតាមបើអ្នកអនុវត្តតាមនោះធម៌ជាធម៌បើមិនយកមកអនុវត្តក្នុងការរស់នៅរាល់ថ្ងៃទេបើគេមិនបដិបត្តិធម៌ទេគេអាចចេះតែលេងល្បែងរំជួលចិត្តល្បែងភក្តីភាពល្បែងខាងប្រាជ្ញាឆ្លៀសវៃតែប៉ុណ្ណោះពេញមួយជីវិតគេមិនបានទទួលប្រយោជន៍អ្វីឡើយវាគ្រាន់តែជាការខាតពេលតែប៉ុណ្ណោះមានតែការបដិបត្តិធម៌ទេដែលនឹងផ្ដល់នូវផលប្រយោជន៍អ្នកបានមកចូលរួមក្នុងធម្មសិក្សា10ថ្ងៃដើម្បីរៀនបដិបត្តិធម៌នៅក្នុងការរស់នៅប្រចាំថ្ងៃគឺកិច្ចការនឹងហើយដែលអ្នកបានធ្វើក្នុងរយៈពេល10ថ្ងៃកន្លងមកនេះពីម៉ោង4ឬ4កន្លះព្រឹករហូតដល់ម៉ោង9ឬ9កន្លះយប់អ្នកបានធ្វើការដោយហ្មត់ចត់ដោយរស់នៅក្នុងសិលដោយបដិបត្តិសមាធិយ៉ាងវាងវៃនិងដោយពង្រីកបញ្ញាហើយដោយធ្វើចិត្តអ្នកឲ្យបរិសុទ្ធទាំងអស់នេះជាការបដិបត្តិរបស់អ្នកបើវាគ្រាន់តែជាល្បែងខាងប្រាជ្ញាឆ្លៀសវៃតែប៉ុណ្ណោះទេនោះគេមិនចាំបាច់មកចូលរួមក្នុងជំរំគុក10ថ្ងៃបែបនេះទេមិនចាំបាច់ទេអ្នកអាចស្ដាប់ធម្មទេសនាតាមខ្សែអាតឬខ្សែវីដេអូដោយគ្រាន់តែនៅក្នុងផ្ទះក៏បានដែរហេតុអ្វីចាំបាច់ទៅចំណាយពេល10ថ្ងៃពីព្រោះអ្នកត្រូវរៀនរបៀបបដិបត្តិធម៌គឺផ្នែកបដិបត្តិធម៌នេះហើយដែលមានសារៈសំខាន់ពិតមែនហើយរាល់ល្ងាចយើងមានធម្មទេសនាមួយប្រហែល1ម៉ោងឬ1ម៉ោងកន្លះនេះមិនមែនសម្រាប់កំសាន្តខាងប្រាជ្ញាឆ្លៀសវៃទេនេះមិនមែនសម្រាប់បង្ហាញភាពខ្ពង់ខ្ពស់នៃនិកាយពិសេសនេះឬជំនឿពិសេសនោះទេមិនមែនដូច្នោះទេធម្មទេសនាមានគោលបំណងដើម្បីនឹងពន្យល់បច្ចេកទេសគឺរបៀបដែលអ្នកត្រូវបដិបត្តិដើម្បីគ្រាន់តែឲ្យអ្នកយល់តែប៉ុណ្ណោះកាលណាមានធម្មទេសនាគឺសម្រាប់ពន្យល់អំពីការបដិបត្តិធម៌ប៉ុន្តែជួនកាលដោយចេតនាឬដោយអចេតនាមានការនិយាយខ្លះអំពីទ្រឹស្ដីនៅក្នុងធម្មទេសនាទាំងនោះហើយជួនកាលមានអ្នកខ្លះអាចនឹងមានការពិបាកនឹងទទួលយកផ្នែកខ្លះនៃទ្រឹស្ដីរបស់ធម៌មានលក្ខណៈជាសកលដោយហេតុនេះ
มนุษย์ទាំងឡាយបានចូលមកពិសោធន៍សាកល្បងពីនិកាយពីសហគមន៍ពីសាសនាពីជំនឿពីប្រពៃណីផ្សេងៗដែលមានលទ្ធិប្លែកៗគ្នាមនុស្សទាំងអស់ត្រូវបានទទួលស្វាគមន៍ពីព្រោះព្រះធម៌មានលក្ខណៈជាសកលមនុស្សគ្រប់គ្នាទទួលប្រយោជន៍ដូចគ្នាមនុស្សមកពីមជ្ឈដ្ឋានពីប្រពៃណីខុសគ្នាក្នុងរយៈពេល10ថ្ងៃដំបូងជួនកាលគេមានការរារែកនិងទទួលយកផ្នែកខ្លះនៃទ្រឹស្ដីរបស់ធម៌ប៉ុន្តែចំពោះការបដិបត្តិធម៌វិញគោអនការខ្ញុំមិនដែលជួបប្រទះអ្នកមកពីសហគមន៍មកពីប្រទេសមកពីប្រពៃណីណាមួយដែលមានការជំទាស់ទេសាសនាមួយដែលសមរម្យជាសាសនាមិនអាចមានអ្វីមួយជំទាស់នឹងសិលបានទេសាសនាទាំងអស់បង្គាប់អ្នកគោរពកាន់តាមឲ្យរស់នៅក្នុងធម្មចរិយានេះហើយជាការដែលអ្នកបានធ្វើនៅទីនេះសាសនាមួយដែលសមរម្យជាសាសនាមិនអាចមានអ្វីមួយមកជំទាស់នឹងការបដិបត្តិដើម្បីត្រួតត្រាលើចិត្តខ្លួនឯងផ្ទាល់ទេស្ថិតនៅក្នុងទាសភាពរបស់ចិត្តគឺជាគ្រោះថ្នាក់ធំណាស់មានទុក្ខទោសធ្ងន់ណាស់ការបដិបត្តិពង្រីកការត្រួតត្រាលើចិត្តឲ្យរីកចម្រើនឡើងសូម្បីតែអារម្មណ៍ដែលគេយកមកប្រើក៏មានលក្ខណៈជាសកលដែរអារម្មណ៍គឺដង្ហើមដែលមិនកំណត់ព្រំដែនកំណត់ត្រឹមតែនិកាយសាសនាជំនឿឬលទ្ធិពិសេសណាមួយទេអារម្មណ៍គឺដង្ហើមចូលដង្ហើមចេញការពិតពីខ្លួនគេផ្ទាល់គ្មាននរណាម្នាក់ជំទាស់ក្នុងរឿងនេះឡើយហើយនឹងការបដិបត្តិបញ្ញាការពង្រីកបញ្ញាញាណផ្ទាល់ខ្លួនរបស់អ្នកដឹងរបៀបដែលអ្នកបង្កបង្កើតភាពអកុសលហើយអ្នកប្រែទៅជារងទុក្ខអ្នកឈប់បង្កបង្កើតភាពអកុសលអ្នករួចខ្លួនផុតពីទុក្ខចិត្តរបស់អ្នកប្រែទៅជាបរិសុទ្ធឡើងគ្មាននរណាជំទាស់ក្នុងរឿងនេះទេពីព្រោះអារម្មណ៍ក៏ជាសេចក្តីពិតអំពីចិត្តនិងកាយផ្ទាល់ខ្លួនរបស់អ្នកការប៉ះរវាងរបស់ទាំងពីរនាំឲ្យកើតវេទនានេះឬវេទនានោះដូច្នេះការបដិបត្តិធម៌អាចធ្វើឲ្យគេទទួលបានទាំងអស់គ្នាជាដរាបប៉ុន្តែចំពោះទ្រឹស្ដីជួនកាលមានការពិបាកខ្លះនឹងកើតឡើងបើអ្នកឃើញថាមានការពិបាកក្នុងផ្នែកទ្រឹស្ដីចូលដកវាចេញទៅគ្មានអ្វីទាស់ខុសទេមានរឿងនិទានមួយនៅប្រទេសយើងខ្ញុំថាមានម្ដាយចិត្តធម៌ម្នាក់បានធ្វើបង្អែមមួយយ៉ាងឆ្ងាញ់ឲ្យកូនយើងហៅថាខៀគឺជាបង្អែមធ្វើពីទឹកដោះគោនិងអង្ករដែលមានគុណភាពល្អជាមួយនឹងផ្លែឈើក្រៀមផ្សេងគាត់បានឲ្យបង្អែមយ៉ាងឆ្ងាញ់នេះទៅកូនតែកូនបានប្រកែកទេខ្ញុំមិនញ៉ាំទេម្ដាយឆ្លើយថាហេតុអីក៏មិនញ៉ាំខ្ញុំមិនញ៉ាំទេវាមិននៅក្នុងចានខ្ញុំសំខាន់ជាងម្ដាយត្រូវតែឲ្យបង្អែមនេះទៅកូនជាថ្មីទៀតមិនអីទេហកណាស់ចានរបស់កូនឥឡូវនេះចូលញ៉ាំវាឲ្យឆ្ងាញ់នៅក្នុងចានកូនចុះទេខ្ញុំមិនញ៉ាំទេហើយអីក៏មិនញ៉ាំវានៅក្នុងចានកូនឯងហើយតាវាមានគ្រាប់គ្រុះខ្មៅនៅក្នុងនោះខ្ញុំញ៉ាំមិនកើតទេម្ដាយក៏ឆ្លើយថានេះមិនមែនជាគ្រាប់គ្រុះទេគឺគ្រាប់ក្រវាញវាមានរសជាតិផ្ទាល់របស់វាកូនភ្លក់មើលទៅវាឆ្ងាញ់ណាស់ទេខ្ញុំមិនញ៉ាំទេមានគ្រាប់គ្រុះនៅក្នុងនោះដូច្នេះតើឲ្យម្ដាយកំសត់នេះនិយាយយ៉ាងម៉េចគាត់ក៏និយាយថាមិនអីទេបើកូនយល់ថានេះជាគ្រុះខ្មៅចូលកូនយកវាចេញទៅហើយញ៉ាំតែអ្វីដែលនៅសល់ទៅដល់ថ្ងៃក្រោយកាលណាកូនឃើញថាវាមានរសជាតិឆ្ងាញ់ដែរនោះសាំញ៉ាំវាប៉ុន្តែឥឡូវនេះចូលកូនយកវាចេញហើយញ៉ាំតែអ្វីដែលនៅសល់ក្នុងចានទៅក្មេងល្ងងនឹងចោលបង្អែមទាំងអស់នៅក្នុងចានវាមានគ្រាប់គ្រុះខ្មៅនៅក្នុងនោះដូច្នេះចូលកុំបោះផ្នែកទ្រឹស្ដីទាំងមូលរបស់ធម៌ចោលអ្វីដែលអ្នកយល់ថាជាថ្មជាគ្រុះខ្មៅចូលយកវាចេញចុះចូលទទួលយកតែអ្វីដែលនៅសល់ទៅតាមការពិតវាគ្មានអ្វីដូចជាថ្មគ្រួសនោះទេប៉ុន្តែដោយមកពីប្រពៃណីខុសគ្នាអ្នកដែលមកពីប្រពៃណីពិសេសមួយអាចយល់ឃើញថាទេនេះមិនល្អទេរបស់ទី1គឺវាត្រូវតែនៅក្នុងចានរបស់ខ្ញុំនេះមានន័យថាពាក្យពេចន៍ពាក្យសម្ដីផ្សេងត្រូវតែដូចគ្នានឹងពាក្យសម្ដីប្រើក្នុងប្រពៃណីរបស់ខ្ញុំពុំនោះសោតទេខ្ញុំមិនអាចទទួលបានទេមិនអីទេ
យកពាក្យពេចន៍របស់អ្នកចុះនេះគឺជាធម៌ពាក្យពេចន៍មិនជាការអ្វីទេឲ្យតែអ្នកយល់ខ្លឹមសាររបស់ធម៌បើមានការពិបាកណាមួយនៅក្នុងទ្រឹស្ដីចូលយកវាចេញទៅថ្ងៃក្រោយអ្នកអាចទទួលយកមកវិញបានប៉ុន្តែចំពោះការបដិបត្តិគ្មានអ្វីនឹងយកចេញបានទេសិលសមាធិបញ្ញាគ្មានអ្វីត្រូវយកចេញទេដរាបណាអ្នកបដិបត្តិសិលសមាធិនិងបញ្ញាដរាបនោះអ្នកបដិបត្តិធម៌ហើយអ្នកនឹងបានទទួលប្រយោជន៍ពីការបដិបត្តិនេះគឺការបដិបត្តិធម៌នេះហើយដែលមានសារៈសំខាន់បំផុតមានរឿងនិទានមួយទៀតថាមានសាស្ត្រាចារ្យក្មេងម្នាក់មិនទាន់មានការពិសោធន៍គ្រប់គ្រាន់ក្នុងជីវិតទេតែមានចំណេះវិជ្ជាខ្ពង់ខ្ពស់ណាស់គាត់បានធ្វើដំណើរតាមកប៉ាល់មួយហើយនៅក្នុងកប៉ាល់នោះមាននាវិកវ័យចាស់ម្នាក់មិនចេះអក្សរទេជួនកាលតានាវិកចាស់មកបន្ទប់លោកសាស្ត្រាចារ្យដើម្បីនឹងស្ដាប់ពាក្យសម្ដីដ៏ខ្ពង់ខ្ពស់របស់លោកមនុស្សអ្នកមានប្រាជ្ញាឆ្លៀសវៃមនុស្សអ្នកមានចំណេះវិជ្ជាខ្ពង់ខ្ពស់មនុស្សយ៉ាងអស្ចារ្យតើវាយ៉ាងណាទៅណោះថ្ងៃមួយក្រោយពីបានជជែកគ្នារួចនៅពេលដែលកម្មករចាស់ហៀបនឹងចេញទៅលោកសាស្ត្រាចារ្យក៏បានសួរតានាវិកថាលោកតាលោកតាមានដែលបានរៀនភូគុបសាស្ត្រឬទេតើភូគុបសាស្ត្រនឹងជាស្អីទៅលោកខ្ញុំមិនដឹងទេខ្ញុំមិនដែលបានទៅរៀននៅសាលាណាមួយទេភូគុបសាស្ត្រគឺជាវិទ្យាសាស្ត្រស្ដីពីផែនដីតើលោកតាដែលធ្លាប់បានរៀនឬទេលោកដូចជាខ្ញុំបានជម្រាបរួចមកហើយខ្ញុំមិនដែលបានរៀនអ្វីទេលោកតាខាតអាយុអស់1/4ហើយតាចាស់ព្រួយចិត្តជាខ្លាំងគាត់ដើរចេញដោយមុខស្ងួតមនុស្សមានចំណេះវិជ្ជាខ្ពង់ខ្ពស់យ៉ាងនេះនិយាយថាខ្ញុំបានខាតអាយុអស់1/4ហើយខ្ញុំច្បាស់ជាខាតអាយុអស់1/4ហើយស្អែកឡើងគាត់ក៏បានចូលមកទៀតលោកសាស្ត្រាចារ្យក៏សួរគាត់ថាតើលោកតាបានរៀនសាកលរសាស្ត្រឬទេតើស្អីទៅលោកគឺជាវិទ្យាសាស្ត្រស្ដីពីមហាសមុទ្រមហាសាគរទេលោកខ្ញុំមិនដែលបានរៀនអីទេយីមនុស្សអីក៏ភ័ព្វយ៉ាងនេះលោកតាខាតអាយុអស់ពាក់កណ្ដាលហើយតាចាស់ព្រួយចិត្តជាខ្លាំងខ្ញុំបានខាតអាយុអស់ពាក់កណ្ដាលហើយនៅថ្ងៃទី3សាស្ត្រាចារ្យក៏សួរគាត់ទៀតថាតើលោកតាមានបានរៀនឧតុនិយមសាស្ត្រឬទេតើស្អីទៅលោកខ្ញុំមិនដែលបានឮឈ្មោះនេះទេគឺជាវិទ្យាសាស្ត្រដែលនិយាយអំពីខ្យល់ពីភ្លៀងពីធាតុអាកាសទេលោកដូចខ្ញុំបានជម្រាបរួចមកហើយខ្ញុំមិនដែលបានទៅរៀននៅសាលានៅវិទ្យាល័យណាមួយទេខ្ញុំមិនដែលបានរៀនអ្វីទេលោកតាជាមនុស្សអភ័ព្វណាស់លោកតាមិនបានរៀនភូគុបសាស្ត្រគឺជាវិទ្យាសាស្ត្រអំពីផែនដីដែលលោកតារស់នៅលើលោកតាមិនបានរៀនពីសាកលរសាស្ត្រវិទ្យាសាស្ត្រពីមហាសាគរមហាសមុទ្រដែលលោកតាធ្វើដំណើរតាមនេះរាល់ថ្ងៃលោកតាមិនបានរៀនពីឧតុនិយមសាស្ត្រវិទ្យាសាស្ត្រស្ដីពីភ្លៀងពីខ្យល់ពីធាតុអាកាសដែលលោកតាជួបប្រទះរាល់ថ្ងៃលោកតាអភ័ព្វខ្លាំងណាស់លោកតាខាតអាយុអស់3/4ហើយតាចាស់មានការព្រួយបារម្ភណាស់ខ្ញុំបានខាតអាយុអស់3/4ទៅហើយដល់ស្អែកឡើងស្រាប់តែតានាវិករត់ចូលមកបន្ទប់លោកសាស្ត្រាចារ្យយ៉ាងដង្ហក់ហើយក៏សួរទៅលោកសាស្ត្រាចារ្យថាលោកសាស្ត្រាចារ្យតើលោកធ្លាប់បានរៀនហែលទឹកកសាឬទេតើហែលទឹកកសានឹងជាស្អីទៅលោកតាតើលោកចេះហែលទឹកទេលោកតាខ្ញុំមិនចេះហែលទឹកទេខ្ញុំស្ដាយណាស់លោកសាស្ត្រាចារ្យលោកខាតអាយុអស់ទាំងមូលហើយឥឡូវនេះកប៉ាល់កំពុងតែធ្លាយវាមុខតែលិចហើយអ្នកដែលចេះហែលទឹកអាចទៅដល់ត្រើយម្ខាងបានតែអ្នកដែលមិនចេះហែលលោកសាស្ត្រាចារ្យខ្ញុំអាណិតលោកណាស់អញ្ចឹងមែនហើយយើងអាចចេះវិទ្យាសាស្ត្រទាំងអស់ក្នុងលោកប៉ុន្តែបើយើងមិនចេះហែលទឹកកសាស្ត្រទេតើវិទ្យាសាស្ត្រទាំងអស់នោះមានប្រយោជន៍អ្វីហើយចំពោះហែលទឹកកសាស្ត្រនេះទៀតបើយើងចេះតែអានសៀវភៅចេះតែជជែកវែកញែកគ្នាដោយមិនបានប៉ះទឹកបន្តិចសោះតើហែលទឹកកសាស្ត្រនេះមានប្រយោជន៍អ្វីគេត្រូវតែរៀនរបៀបហែលទឹកមែនតែនពីព្រោះគេត្រូវតែហែលមហាសមុទ្រទុកដើម្បីឲ្យទៅដល់ត្រើយម្ខាងដែលគ្មានទុកនេះហើយជាធម៌នេះហើយជាការបដិបត្តិធម៌
មានតែការបដិបត្តិនេះទេដែលនឹងផ្ដល់ប្រយោជន៍គ្រាន់តែត្រេះរិះតាមប្រាជ្ញាឆ្លៀវវៃឬគ្រាន់តែមានភក្ដីភាពមិនអាចជួយអ្វីកើតទេការពិសោធន៍ពិតប្រាកដទើបជួយអ្នកបានគឺកិច្ចការនឹងហើយដែលអ្នកបានធ្វើក្នុងរយៈពេល10ថ្ងៃនេះដោយបានបដិបត្តិអស់10ថ្ងៃនៅទីនេះអ្នកបានឈានតែមួយជំហានយ៉ាងខ្លីតែប៉ុណ្ណោះមាគីនៅវែងឆ្ងាយណាស់គេត្រូវតែទទួលស្គាល់ថាគឺជាមាគីមួយវែងឆ្ងាយណាស់គឺជាកិច្ចការមួយដែលត្រូវធ្វើអស់មួយជីវិតហើយប្រហែលជាអស់ច្រើនជាតិថែមទៀតផងវាជាមាគីមួយយ៉ាងវែងប៉ុន្តែទោះបីមាគីមួយវែងយ៉ាងណាក៏ដោយមាគីយ៉ាងវែងបំផុតក៏ត្រូវតែចាប់ផ្ដើមឡើងពីជំហានទី1ទៅដែរអ្នកដែលមិនបានឈានសូម្បីតែមួយជំហាននៅលើមាគីត្រូវក៏គ្មានផងនោះគេគ្មានសង្ឃឹមថាមនុស្សនេះនឹងបានទៅដល់គោលដៅទីបំផុតឡើយអ្នកដែលបានឈានទោះបីតែមួយជំហាននៅលើមាគីនោះមានសេចក្តីសង្ឃឹមថាមនុស្សនេះនឹងអាចឈានជំហានទី2ទី3តទៅទៀតហើយតាមរបៀបនេះមួយជំហានម្ដងមួយជំហានម្ដងមនុស្សនេះនឹងឈានជំហាននៅលើមាគ៌ាទាំងមូលរហូតដល់គោលដៅទីបំផុតអ្នកមានភ័ព្វសំណាងល្អណាស់ដោយបានឈានជំហានទី1នៅលើមាគ៌ាហើយខ្ញុំជឿជាក់ថាមួយជំហានម្ដងមួយជំហានម្ដងអ្នកនឹងចេះតែធ្វើដំណើរនៅលើមាគ៌ាហើយនឹងបានទៅដល់គោលដៅទីបំផុតជំហានទី1ជាជំហានយ៉ាងខ្លីណាស់តែក៏ជាជំហានដែលមានតម្លៃខ្លាំងណាស់ដែរខ្ញុំមិនបន្ថោកតម្លៃអ្វីៗដែលអ្នកបានបដិបត្តិនៅទីនេះទេប៉ុន្តែគេត្រូវតែទទួលស្គាល់ថានេះជាជំហានមួយយ៉ាងខ្លីនៅលើមាគ៌ាហើយមាគ៌ាវែងឆ្ងាយណាស់វាហាក់ដូចជាកាលណាអ្នកដាំគ្រាប់ពូជមួយគ្រាប់នៅលើដីដែលមានជីជាតិយ៉ាងល្អដីមានជីជាតិល្អក៏មានអ្វីគួរឲ្យសង្ស័យក្នុងរឿងនេះទេពុំនោះសោតគេមិនចូលមកយកគ្រាប់ពូជនៅទីនេះឡើយអ្នកមានបារមីផ្ទាល់ខ្លួនពីអតីតកាលដែលបាននាំអ្នកឲ្យមកកាន់ទីនេះអ្នកបានដាំគ្រាប់ពូជរួចហើយទោះបីគ្រាប់ពូជមានគុណភាពល្អយ៉ាងណាក្តីទោះបីដីមានជីជាតិល្អយ៉ាងណាក្តីប៉ុន្តែបើគេមិនបានថែទាំកូនឈើនេះឲ្យបានត្រឹមត្រូវទេគេនឹងមិនអាចបានផ្លែផ្កាឡើយកូនឈើដ៏តូចមួយនេះបានដុះចេញពីគ្រាប់ពូជនេះក្នុងរយៈពេល10ថ្ងៃហើយឥឡូវនេះអ្នកត្រូវតែថែទាំតាមរបៀបដូចជាអ្នកថែទាំសួនច្បារមានការពិសោធន៍ម្នាក់ថែទាំថ្នាលបណ្ដុះកូនឈើតូចមួយឥឡូវនេះជាថ្នាលបណ្ដុះកូនឈើតូចមួយអ្នកត្រូវតែធ្វើរបងព័ទ្ធវាដើម្បីកុំឲ្យសត្វពាហនៈចូលមកស៊ីកូនឈើបានអ្នកត្រូវស្រោចទឹកតាមកាលវេលាដោយត្រឹមត្រូវធ្វើជំរកការពារកម្ដៅដើម្បីឲ្យវាលូតលាស់ធំឡើងវានឹងលូតលាស់ទៅបានទៅជាដើមឈើមួយដើមយ៉ាងធំចាក់ឬយ៉ាងជ្រៅនៅពេលនោះវាលែងត្រូវការថែទាំទៀតហើយគ្មានអ្នកថែទាំសួនច្បារណាត្រូវការថែទាំដើមឈើយ៉ាងធំដែលមានឫសចាក់យ៉ាងជ្រៅនោះទេនៅពេលជាមួយគ្នានេះដើមឈើដែលពីមុនត្រូវការថែទាំយ៉ាងច្រើនឥឡូវនេះវានឹងចាប់ផ្ដើមឲ្យផលដល់យើងផលដែលវាបង្កើតគឺវាបង្កើតសម្រាប់យើងផ្លែផ្កាម្លប់អ្វីទាំងអស់គឺសម្រាប់យើងដូចគ្នានេះដែរកូនឈើព្រះធម៌យ៉ាងតូចមួយដែលបានដុះចេញមកក្នុងរយៈពេល10ថ្ងៃនេះក្នុងពេលជាដំបូងអ្នកត្រូវតែថែទាំវាឲ្យបានល្អតើរបងយ៉ាងដូចម្ដេចតើសត្វពាហនៈណាចូលមកស៊ីពេលត្រឡប់ទៅផ្ទះវិញអ្នកនឹងជួបបងប្អូនញាតិសន្តានសមាជិកនៃសហគមន៍នៃសង្គមរបស់អ្នកហើយជាការពិតណាស់ដោយមកពីចង់ដឹងគេនឹងសួរអ្នកថាតើអ្នកបានទៅណាបានធ្វើអីខ្លះព្រះធម៌ជាសភៅមួយបើកចំហគ្មានការសម្ងាត់ទេអ្នកនឹងប្រាប់គេថាខ្ញុំធ្វើនេះខ្ញុំបដិបត្តិនេះអ្នកស្ដាប់ខ្លះដែលជាមនុស្សល្ងឹតងងអាចនឹងនិយាយថានេះមិនមែនជាសាសនាយើងទេបដិបត្តិតាមសាសនាដទៃមានគ្រោះថ្នាក់ធំណាស់ស៊ូស្លាប់នៅក្នុងសាសនាយើងផ្ទាល់ជាជាងទៅបដិបត្តិតាមសាសនាអ្នកដទៃអ្នកនឹងមានការភ័យខ្លាចហើយឈប់ចម្រើនកម្មដ្ឋាននៅពេលនោះសត្វពាហនៈស៊ីកូនឈើខ្ទេចអស់ហើយអ្នកត្រូវតែធ្វើរបងមួយតែរបងយ៉ាងដូចម្ដេចអ្នកត្រូវតែប្រាប់មនុស្សនេះថាអ្វីដែលខ្ញុំបដិបត្តិ
គឺនៅក្នុងរបងនេះឯងមិនមែននៅក្រៅរបងទេហើយនៅក្នុងរបងគឺសិលធម្មចរិយាបើខ្ញុំរស់នៅក្នុងសិលតើអ្នកឯងមានអ្វីនឹងជំទាស់តើខ្ញុំធ្វើទុកអ្នកឯងយ៉ាងដូចម្តេចបានតើខ្ញុំធ្វើទុកប្រពៃណីយើងយ៉ាងដូចម្តេចទេគ្មានការធ្វើទុកអ្វីដល់អ្នកណាទេនៅក្នុងរបងនេះគឺសមាធិខ្ញុំខិតខំត្រួតត្រាលើចិត្តរបស់ខ្ញុំផ្ទាល់ខ្ញុំខិតខំសាកល្បងធ្វើចិត្តខ្ញុំឲ្យមូលដោយមានដង្ហើមជាជំនួយតើមានអ្វីអាចនឹងជំទាស់បានគ្មានអ្វីជំទាស់បានទេនៅក្នុងរបងគឺបញ្ញាដែលជួយខ្ញុំឲ្យកោះរំលើងគ្រឿងសៅហ្មងនៃចិត្តដើម្បីឲ្យបានរួចផុតពីគ្រឿងស្មុគស្មាញនៅទីយ៉ាងជ្រៅបំផុតនៃចិត្តតើជំទាស់យ៉ាងដូចម្តេចនៅក្នុងរបងគឺពង្រីកគុណសម្បត្តិនៃមេត្តាករុណាសុឆន្ទៈការបម្រើអ្នកដទៃដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួនតើមានអ្វីអាចនឹងជំទាស់នៅក្នុងរឿងនេះគ្មាននរណាអាចជំទាស់បានទេកូនឈើរបស់អ្នកត្រូវបានទទួលការការពារគ្មានសត្វពាហនៈណាស៊ីវាបានទេវានឹងចេះតែលូតលាស់ធំឡើងប៉ុន្តែអ្នកត្រូវតែស្រោចទឹកវារាល់ថ្ងៃព្រឹក1ម៉ោងល្ងាច1ម៉ោងនេះគឺយ៉ាងតិចបំផុតអ្នកត្រូវតែស្រោចទឹកវាជួនកាលសិស្សថ្មីអាចមានការរារែក2ម៉ោងក្នុងមួយថ្ងៃខ្ញុំជាអ្នកមានការមមាញឹកណាស់តែខ្ញុំអាចចំណាយពេល2ម៉ោងក្នុងមួយថ្ងៃយ៉ាងម៉េចបានមិនបានទេនេះវាច្រើនពេកហើយជាដំបូងវាហាក់ដូចជាច្រើនមែនតែវាមិនច្រើនពេកទេមួយឆ្នាំដំបូងអ្នកត្រូវតែអធិដ្ឋានសម្រាប់ចិត្តដាច់ខាតថាក្នុងជាតិនេះទោះបាត់បង់អ្វីក៏ដោយខ្ញុំមិនខ្វល់ទេប៉ុន្តែខ្ញុំត្រូវតែចម្រើនធម៌ជារៀងរាល់ថ្ងៃព្រឹក1ម៉ោងល្ងាច1ម៉ោងអ្នកនឹងឃើញថាអ្នកមិនបាត់បង់អ្វីឡើយនេះដើម្បីគ្រាន់តែឲ្យមានការបដិញ្ញាចិត្តយ៉ាងដាច់ខាតដើម្បីឲ្យមានការអធិដ្ឋានតែប៉ុណ្ណោះវានឹងមានការពិបាកពីដំបូងមែនហើយដូចគ្នានឹងពេលដែលអ្នកចូលមករួមក្នុងធម៌សិក្សាមួយនៅថ្ងៃទី4ដែរអ្នកបានអធិដ្ឋានថាក្នុងរយៈពេល1ម៉ោងអ្នកមិនផ្លាស់ប្ដូរអិរិយាបថនិងមិនបដូរបង្គុយឡើយជាដំបូងអ្នកមានការពិបាកខ្លាំងណាស់ហើយដោយចិត្តតែខំបដិបត្តិតទៅក្នុងរយៈពេល10ថ្ងៃអ្នកចាប់ផ្ដើមអង្គុយបានដោយងាយដូចគ្នានេះដែរជាដំបូងអ្នកមានការពិបាកដោយខិតខំសាកល្បងចំណាយពេល1ម៉ោងព្រឹក1ម៉ោងល្ងាចប៉ុន្តែដោយមានការបដិញ្ញាចិត្តយ៉ាងដាច់ខាតនេះអ្នកនឹងឃើញថាក្នុងរយៈពេលមិនដល់1ឆ្នាំផងទេវានឹងប្រែទៅជាងាយណាស់ហើយក្រោយមកទៀតវានឹងទៅជាងាយណាស់នៅក្នុងការរស់នៅរាល់ថ្ងៃអ្នកនឹងចាប់ផ្ដើមយល់ថាអ្នកមិនខាតពេល2ម៉ោងនៃការរស់នៅទេអ្នកនឹងឃើញថាលទ្ធភាពធ្វើការរបស់អ្នកនឹងកើនឡើងពេលម៉ោងទទួលទានដំណេកនឹងថយចុះឧបមាថាអ្នកធ្លាប់សម្រាន8ម៉ោងក្នុងមួយយប់ឥឡូវនេះអ្នកនឹងសម្រានតែ7ម៉ោងប៉ុណ្ណោះវាគ្រប់គ្រាន់ហើយអ្នកដែលធ្លាប់សម្រានតែ7ម៉ោងឃើញថា6ម៉ោងគ្រប់គ្រាន់ហើយអ្នកដែលធ្លាប់សម្រាន6ម៉ោងឃើញថា5ម៉ោងគ្រប់គ្រាន់ហើយដូច្នេះអ្នកអាចចំណេញ1ម៉ោងពីពេលទទួលទានដំណេកបានចំពោះអ្នកចម្រើនវិបស្សនាពេលនីមួយមានតម្លៃខ្លាំងណាស់គេមិនអាចបង្ខាតពេលបានទេគេនឹងប្រែទៅជាមនុស្សរហ័សរហួននៅពេលដែលអ្នកភ្ញាក់ឡើងភ្លាមអ្នកនឹងធ្វើសកម្មភាពបំពេញកិច្ចការទទួលខុសត្រូវរាល់ថ្ងៃរបស់អ្នកហើយលទ្ធភាពធ្វើការរបស់អ្នកនឹងកើនឡើងប្រកបណាស់សូមនិយាយអំពីករណីនៃលោកគ្រូខ្ញុំលោកសាយ៉ាគីឧបាខិនកាលប្រទេសភូមាបានឯករាជ្យគេបានតែងតាំងលោកជាអគ្គគណនេយ្យទី1នៃប្រទេសភូមាលោកកើតនៅក្នុងត្រកូលគ្រួសារអ្នកក្រីក្រមួយគ្រួសារលោកគ្មានប្រាក់កាសដើម្បីនឹងឲ្យលោកចូលរៀននៅសាលាជាន់ខ្ពស់ទេលោកបានរៀនត្រឹមតែមធ្យមសិក្សាប៉ុណ្ណោះរួចហើយលោកបានចាប់ផ្ដើមធ្វើការនៅទីនេះខ្លះនៅទីនោះខ្លះលោកបានចាប់ផ្ដើមធ្វើការជាស្មៀនសាលាតូចតាចម្នាក់ហើយដោយសារការខិតខំធ្វើការនឹងសេចក្តីព្យាយាមលោកបានឡើងទៅជាមន្ត្រីរដ្ឋការតូចម្នាក់ជាការធម្មតាទេរដ្ឋាភិបាលភូមាឯករាជ្យចង់ឲ្យជនជាតិរបស់ខ្លួនផ្ទាល់ធ្វើជានាយកនៃទីស្តីការផ្សេងទីស្តីការរដ្ឋមន្ត្រីភាគច្រើនត្រូវបានជនជាតិអង់គ្លេសឬឥណ្ឌាជាអ្នកដឹកនាំនៅការិយាល័យអគ្គគណនេយ្យគេបានរកឃើញមនុស្សម្នាក់គឺលោកឧបាខិន
ตัวใบโลกជាមន្ត្រីរដ្ឋការយ៉ាងតូចក៏ដោយតែលោកជាមន្ត្រីរដ្ឋការជាតិភូមាតែម្នាក់គត់ដូច្នេះគេក៏បានតែងតាំងលោកជាអគ្គគណនេយ្យទី1នៃប្រទេសភូមាមុននឹងលោកបានទៅដល់ថ្នាក់នេះលោកបានចាប់ផ្ដើមបដិបត្តិវិបស្សនាការលោកនៅជាស្មៀនតូចម្នាក់លោកធ្លាប់បានឮដំណឹងថានៅត្រើយម្ខាងទន្លេឯណោះមានគ្រូកសិករម្នាក់បង្រៀនវិបស្សនាអ្នកដែលមានក្របពូជវិបស្សនាក្របពូជព្រះធម៌ពីអតីតកាលមកមិនអាចអត់ទ្រាំបានទេគ្រាន់តែឮវិបស្សនាភ្លាមលោកក៏ដឹងថានេះសម្រាប់លោកហើយគួរតែទៅសាកល្បងមើលការនេះបានចាប់ផ្ដើមកើតឡើងចំពោះលោកប៉ុន្តែមន្ត្រីជាន់ខ្ពស់មុខជាមិនអនុញ្ញាតច្បាប់10ថ្ងៃជូនលោកទេគេបាននិយាយថានេះជាពេលដែលត្រូវរៀបចំថវិកាគេត្រូវការបុគ្គលិកទាំងអស់ជាការចាំបាច់យើងមិនអនុញ្ញាតឲ្យអ្នកទៅទេលោកឧបាឃីនបាននិយាយថាខ្ញុំត្រូវតែទៅទោះបីលោកកាត់ប្រាក់ខែខ្ញុំ10ថ្ងៃក៏ដោយទេមិនមែនដូច្នេះទេលោកមិនអាចទៅបានទេបើលោកទៅគេនឹងដកលោកចេញពីតំណែងហើយលោកឧបាឃីនមិនអាចទ្រាំបានទេទោះជាយ៉ាងណាក៏ដោយក៏លោកត្រូវទៅដែរលោកក៏បានចេញទៅហើយក្នុងពេល10ថ្ងៃដោយមកពីបារមីលោកពីអតីតកាលលោកបានទៅដល់ថ្នាក់យ៉ាងខ្ពស់នៃវិបស្សនាយ៉ាងឆាប់រហ័សលោកបានបដិបត្តិល្អណាស់នៅពេលត្រឡប់មកវិញលោកនឹកថាប្រហែលជាគេបានដកលោកចេញពីតំណែងទៅហើយលោកចូលទៅក្នុងការិយាល័យនៅលើតុមានស្រោមសម្បត្តិផ្លូវការមួយសរសេរថាលោកត្រូវបានឡើងឋានន្តរស័ក្តិជាប្រធាននាយកនៃការិយាល័យនេះហើយបានប្រាក់ខែលើមុនថែមពាក់កណ្ដាលទៀតផងនេះមិនមែនមានន័យថាអ្នកដែលបានចូលមកទីនេះនឹងបានទទួលសម្បត្តិឡើងស័ក្តិនៅពេលត្រឡប់ទៅផ្ទះវិញនោះទេប៉ុន្តែតើនរណាដឹងវាអាចមានករណីបែបនេះមានគេចេះតែសរសេរមកខ្ញុំថាក្រោយពីបានធ្វើធម៌សិក្សាហើយគេបានទទួលនេះគេបានទទួលនោះវាកើតឡើងក្នុងករណីខ្លះប៉ុន្តែនេះមិនមែនជាការធានារ៉ាប់រងទេវាបានកើតឡើងចំពោះលោកឧបាឃិនលោកចេះតែបានឡើងឋានន្តរស័ក្តិមួយថ្នាក់ហើយមួយថ្នាក់ទៀតលោកបានឡើងទៅដល់ថ្នាក់ជាអគ្គគណនេយ្យករនៃប្រទេសភូមាហើយនៅការិយាល័យអគ្គគណនេយ្យដូចជានៅការិយាល័យឯទៀតជាច្រើនដែរមានអំពើពុករលួយនឹងការស៊ីសំណូកជាច្រើនណាស់កាលណាប្រជាជនត្រូវការដកប្រាក់កាសពេញច្បាប់របស់គេត្រូវតែធ្វើពាក្យសុំមួយទៅរដ្ឋាភិបាលពាក្យសុំត្រូវចុះក្នុងបញ្ជីហើយប្រាក់មួយភាគត្រូវគេដកទុកសម្រាប់ចែកគ្នាតាំងពីអគ្គគណនេយ្យរហូតមកដល់កម្មករតូចតាចគេពូកែធ្វើកុងតាបណាស់ហើយគេដឹងថាតើម្នាក់ត្រូវបានប្រាក់ប្រមាណឥឡូវនេះលោកឧបាឃិនត្រូវបានប្រែទៅជាអគ្គគណនេយ្យករមនុស្សមានធម៌បែបនេះអំពើពុករលួយបែបនេះមិនអាចនឹងកើតមានបានឡើយលោកជាអ្នកកាន់វិន័យយ៉ាងតឹងរ៉ឹងម្នាក់លោកបានចេញបញ្ជាមួយថាចំពោះពាក្យសុំទាំងឡាយណាដែលមកដល់ក្រសួងអ្នកទទួលខុសត្រូវលើសំណុំរឿងត្រូវសម្រេចពេលក្នុងរយៈ48ម៉ោងបើមានការពិបាកហើយគេមិនអាចសម្រេចបានគេត្រូវតែយកពាក្យនេះមកឲ្យឧបាឃិនខ្ញុំជាអ្នកសម្រេចអ្នកណាម្នាក់មិនសម្រេចហើយមិនយករឿងនេះមកឲ្យខ្ញុំសម្រេចគឺមានគំនិតមិនល្អហើយគេត្រូវតែដកអ្នកនោះចេញពីតំណែងការគ្រាន់តែធ្វើត្រឹមនេះតែម្យ៉ាងក៏មានប្រសិទ្ធភាពទេត្រូវមានធម៌ផងដែរនៅក្នុងការិយាល័យលោកឧបាឃិនចាប់ផ្ដើមបង្រៀនវិបស្សនាជារៀងរាល់ខែមានធម៌សិក្សា10ថ្ងៃមួយនៅក្នុងការិយាល័យនៃអគ្គគណនេយ្យធម៌សិក្សាទាំងនោះបានចាប់ផ្ដើមឲ្យផលក្នុងរយៈពេលតែ 2-3 ឆ្នាំតែប៉ុណ្ណោះអ្នកនៅទីក្រុងតែងតែនិយាយថានៅក្រសួងគណនេយ្យគ្មានការសោកប៉ាន់គ្មានអំពើពុករលួយទៀតទេលោករដ្ឋមន្ត្រីទី1បានអញ្ជើញលោកឧបាឃិនឲ្យមើលការទទួលខុសត្រូវក្រសួងនេះផងក្រសួងនោះផងមានពេលមួយលោកឧបាឃិនបានឡើងកាន់តំណែងជានាយកក្រសួងចំនួន4លោកមានការទទួលខុសត្រូវធំណាស់ប៉ុន្តែលោកនៅតែធ្វើការប្រកបដោយទឹកមុខញញឹមស្រស់ហើយបានលទ្ធផលល្អអស្ចារ្យណាស់នៅគ្រប់កន្លែងមានគេនិយាយពីលោកថានៅគ្រប់ក្រសួងដែលលោកចូលទៅក្នុងរយៈពេលតែ1ម៉ោង2ម៉ោងឬ5ម៉ោងគ្មានសំណុំរឿងណាមួយនៅសល់នៅលើការិយាល័យរបស់លោកមុនពេលដែលលោកចេញទៅវិញទេ
លោកបានសម្រេចរឿងទាំងអស់ទោះបីជារឿងស្មុគស្មាញយ៉ាងណាក៏ដោយចិត្តប្រែទៅជាស្អាតបាតល្អណាស់អ្នកអាចចូលទៅដល់ទីជម្រៅនៃបញ្ហាណាមួយក៏បានហើយសម្រេចបានយ៉ាងរហ័សប្រកបដោយលទ្ធផលល្អផងលទ្ធភាពធ្វើការកើនចំនួនច្រើនដងបានលទ្ធផលល្អណាស់វិបស្សនាមិនមែនធ្វើឲ្យអ្នកនៅស្ងៀមទេអ្នកប្រែទៅជាមនុស្សម្នាក់រហ័សរហួនមានគេចេះតែសួរខ្ញុំថាការព្រានប្រដៅគឺមិនឲ្យលោភចង់បានមិនឲ្យប្រកាន់ខ្ជាប់បើមិនលោភចង់បានបើមិនឲ្យប្រកាន់ខ្ជាប់តើខ្ញុំអាចធ្វើការយ៉ាងដូចម្តេចកើតមនុស្សទាំងអស់ធ្វើការដោយមកពីគេលោភចង់បានដោយមកពីមានការប្រកាន់ខ្ជាប់នេះមកពីគេមិនចេះធ្វើការបានជាមានការប្រកាន់ខ្ជាប់កាលណាអ្នកប្រកាន់ខ្ជាប់អ្នកមានការតានតឹងជាខ្លាំងនៅក្នុងខ្លួនអ្នកគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនអ្នកធ្វើការសម្រាប់តែខ្លួនឯងកាលណាអ្នកគ្មានការប្រកាន់ខ្ជាប់ទេភាពតានតឹងទាំងប៉ុន្មានរលាយបាត់អស់នៅពេលនោះកាលណាអ្នកធ្វើការដើម្បីចិញ្ចឹមជីវិតខ្លួនឯងក្តីដើម្បីចិញ្ចឹមជីវិតអ្នកដែលនៅក្នុងបន្ទប់ក្តីអ្នកនឹងមានគំនិតទូលំទូលាយជាងពេលមុនដោយគិតថាអ្វីៗដែលខ្ញុំកំពុងធ្វើគឺដើម្បីអ្នកឯទៀតផងដែរមើលចុះមនុស្សជាច្រើនកំពុងទទួលប្រយោជន៍ឥឡូវនេះចិត្តអ្នកមិនចង្អៀតចង្អល់ទេវាទូលាយជាងមុនលទ្ធភាពធ្វើការរបស់អ្នកបានកើនឡើងភាពតានតឹងទាំងអស់រលាយបាត់ចិត្តរបស់អ្នកប្រែទៅជាភ្លឺថ្លាទៅជាស្ងប់ស្ងាត់ល្អណាស់អ្នកសម្រេចកិច្ចការអ្វីផ្សេងដោយល្អដោយត្រឹមត្រូវដោយរហ័សបើរឿងនេះកើតឡើងចំពោះតែលោកឧបាឃិនតែម្នាក់គត់ប្រហែលជាគេអាចនិយាយថានេះជាអភូតហេតុតែប៉ុណ្ណោះប៉ុន្តែរឿងនេះវាកើតឡើងចំពោះមនុស្សច្រើនអ្នកណាស់សិស្សជាច្រើនចេះតែសរសេរមកប្រាប់ខ្ញុំថាឥឡូវនេះដោយសារខ្ញុំបានចាប់ផ្ដើមបដិបត្តិវិបស្សនារាល់ថ្ងៃព្រឹកនិងល្ងាចលទ្ធផលក្នុងមុខរបររបស់ខ្ញុំបានប្រសើរឡើងច្រើនណាស់ខ្ញុំមានជីវភាពរស់នៅដោយសន្តិភាពដោយសុខដុមរមនាហើយខ្ញុំមានជោគជ័យក្នុងជីវភាពក្នុងโลกនេះផងដែរព្រះធម៌គឺសម្រាប់លោកទាំងពីរលោកីផងលោកកតរៈផងហើយដូច្នេះដោយចំណាយពេល1ម៉ោងព្រឹក1ម៉ោងល្ងាចសម្រាប់ចម្រើនកម្មដ្ឋានអ្នកមិនខាតពេលទេអ្នកដែលឈប់ចម្រើនវិបស្សនារាល់ថ្ងៃគឺឈប់នៅឆ្នាំដំបូងអ្នកដែលរក្សាការបដិបត្តិបានក្នុងឆ្នាំដំបូងអ្នកនោះនឹងរក្សាការបដិបត្តិបានដោយងាយរហូតអស់មួយជីវិតហើយនេះហើយបានជាខ្ញុំនិយាយថាចូលឲ្យមានការអធិដ្ឋានការបដិញ្ញាចិត្តយ៉ាងដាច់ខាតមួយថាក្នុងកំណត់មួយឆ្នាំនេះទោះមានអ្វីកើតឡើងក៏ដោយខ្ញុំនឹងចម្រើនកម្មដ្ឋានព្រឹកនិងល្ងាចពេលណាដែលសមរម្យដែលសមស្របនឹងកម្មវិធីប្រចាំថ្ងៃរបស់អ្នកចូលប្រកាន់យកពេលនោះឲ្យជាប់នៅកន្លែងណាដែលអ្នកអង្គុយចម្រើនកម្មដ្ឋានអ្នកមិនត្រូវធ្វើសកម្មភាពអ្វីក្រៅពីនោះឡើយធម្មធាតុនឹងកើតឡើងនៅទីនោះក្រោយមកអ្នកនឹងចាប់ផ្ដើមស្ទង់ឃើញធម្មធាតុយ៉ាងល្អនៅកន្លែងដែលអ្នកអង្គុយចម្រើនកម្មដ្ឋានជារៀងរាល់ថ្ងៃត្រង់កន្លែងដដែលគឺដូចជាធម្មធាតុយ៉ាងល្អដែលអ្នកស្ទង់ឃើញនៅពេលដែលចូលមកមជ្ឈមណ្ឌលកម្មដ្ឋាននេះដែលមានមនុស្សចម្រើនវិបស្សនាឥតមានធ្វើសកម្មភាពអ្វីផ្សេងទៀតឡើយដូចគ្នានេះដែរនៅក្នុងផ្ទះរបស់អ្នកបើអ្នកមានកន្លែងមួយដែលមិនធ្វើសកម្មភាពអ្វីផ្សេងក្រៅពីចម្រើនកម្មដ្ឋានចម្រើនវិបស្សនាសុទ្ធសាធដោយមិនយកអ្វីផ្សេងមកបន្ថែមទេនោះអ្នកនឹងចាប់ផ្ដើមទទួលធម្មធាតុយ៉ាងល្អនៅទីនោះពេលម៉ោងដដែលកន្លែងដដែលជាជំនួយមួយសំខាន់ណាស់ប៉ុន្តែវាមិនមែនជាការចាំបាច់ដាច់ខាតទេក្នុងឋានៈជាក្រហមជួនកាលអ្នកធ្វើដំណើរអ្នកមិនអាចចម្រើនកម្មដ្ឋាននៅកន្លែងដដែលបានទេនៅពេលនោះនៅទីណាក៏ដោយនៅពេលណាក៏ដោយចូលកុំភ្លេចការចម្រើនកម្មដ្ឋានរបស់អ្នក1ម៉ោងព្រឹក1ម៉ោងល្ងាចក្រៅពីនេះកាលណាអ្នកចូលដំណេកចូលចម្រើនកម្មដ្ឋានមួយសន្ទុះប្រហែល5នាទីវាផ្ដល់លទ្ធផលអស្ចារ្យណាស់ចូលប្រះខ្លួនសម្រានដោយថ្មិចភ្នែកយ៉ាងហោចណាស់5នាទីមុនពេលសម្រានលក់អ្នកនឹងស្ទង់ឃើញវេទនានៅគ្រប់កន្លែងទាំងអស់អនិច្ចាអនិច្ចាអនិច្ចានៅពេលព្រឹកកាលណាអ្នកភ្ញាក់អ្នកត្រូវតែភ្ញាក់វានឹងប្រែទៅជាទម្លាប់មួយអ្នកនឹងភ្ញាក់ឡើងដោយមានសតិដឹងអំពីអនិច្ចាគ្រាន់តែ5នាទីគ្រប់គ្រាន់ហើយអ្នកនឹងសង្កេតឃើញថាពេញមួយយប់ឥឡូវនេះ
ចិត្តប្រទេសផ្ដាដែលចេះតែបង្កបង្កើតលោភៈទោសៈនឹងមានកិច្ចការយ៉ាងអស្ចារ្យមួយគឺពិនិត្យមើលអនិច្ចាអនិច្ចាអនិច្ចាពេញមួយយប់អ្នកនឹងស្ទង់ឃើញជានិច្ចនៅអនិច្ចានៅគ្រប់កន្លែងនេះនឹងផ្ដល់លទ្ធផលយ៉ាងអស្ចារ្យចូលកុំភ្លេចកិច្ចការនេះរៀងរាល់ថ្ងៃព្រឹក1ម៉ោងល្ងាច1ម៉ោង5នាទីមុនសម្រាន5នាទីក្រោយពីការភ្ញាក់ដឹងខ្លួនក្រៅពីនេះទៀតនៅកន្លែងណាដែលអាចធ្វើទៅបាននៅក្នុងភូមិនៅទីជិតខាងគ្នានៅទីប្រជុំជននៅទីក្រុងមួយបើមានអ្នកចម្រើនវិបស្សនាមួយចំនួនរស់នៅជិតខាងគ្នាហើយអ្នកអាចរកកន្លែងណាមួយបានចូលបង្កើតឲ្យមានការចម្រើនកម្មដ្ឋានរួមគ្នាយ៉ាងហោចណាស់មួយអាទិត្យម្ដងការធ្វើយ៉ាងនេះមានប្រយោជន៍ណាស់នៅកន្លែងណាដែលអាចធ្វើទៅបានឧបមាថាពេញមួយអាទិត្យមានព្យុះសង្ឃរានៅក្នុងជីវភាពរបស់អ្នកហើយអ្នកមិនអាចចម្រើនកម្មដ្ឋានបានដោយត្រឹមត្រូវសូម្បីតែអានាបានៈក៏មិនបានផងអ្នកមិនអាចស្ទង់ឃើញវេទនាណាមួយទេចិត្តរបស់អ្នកគ្មានលំនឹងសោះនៅពេលនោះនៅចុងអាទិត្យអ្នកអង្គុយចម្រើនកម្មដ្ឋានជាមួយនឹងបងប្អូនធម៌ប្រុសស្រីមួយចំនួនបរិយាកាសនឹងពោពេញទៅដោយធម្មធាតុនៃវិបស្សនាដោយមកពីហេតុនេះកម្លាំងរបស់អ្នកនឹងមានមកវិញហើយអ្នកអាចចម្រើនកម្មដ្ឋានបានយ៉ាងល្អនៅពេញមួយអាទិត្យក្រោយអ្នកនឹងមានកម្លាំងគ្រប់គ្រាន់ដូច្នេះការអង្គុយចម្រើនកម្មដ្ឋានរាល់អាទិត្យនេះផ្ដល់លទ្ធផលអស្ចារ្យណាស់នៅក្នុងករណីជាច្រើនគឺនៅកន្លែងណាដែលអាចធ្វើទៅបានអ្នកដែលរស់នៅជិតខាងហើយបើអាចធ្វើទៅបានអាចចូលទៅមជ្ឈមណ្ឌលមួយបែបនេះអ្នកដែលរស់នៅជិតមជ្ឈមណ្ឌលអាចចូលមកមជ្ឈមណ្ឌលបានក្រៅពីនេះអ្នកត្រូវទៅចូលរួមក្នុងធម្មសិក្សា10ថ្ងៃម្ដងជារៀងរាល់ឆ្នាំកុំខានបើអ្នកពិតជាចង់ឲ្យបានតាំងស៊ុបនៅលើមេគាបើអ្នកពិតជាចង់បានផ្លែផ្កាល្អក្នុងការរស់នៅរាល់ថ្ងៃការចូលទៅនាំ10ថ្ងៃរៀងរាល់ឆ្នាំនេះជាការចាំបាច់ដាច់ខាតអ្នកអាចចូលរួមក្នុងធម្មសិក្សាមួយបែបនេះនៅកន្លែងណាដែលមានធម្មសិក្សាមួយបែបនេះឬក៏នៅកន្លែងណាដែលមានគេរៀបចំធម្មសិក្សាផ្សេងទៀតបើអ្នកគ្មានការផ្គត់ផ្គង់បែបនេះទេបើអ្នករស់នៅឆ្ងាយពេកអ្នកអាចធ្វើធម្មសិក្សា10ថ្ងៃដោយខ្លួនឯងបានឥឡូវនេះអ្នកចេះបច្ចេកទេសនេះច្បាស់លាស់ហើយចូលគ្រាន់តែរកបន្ទប់មួយដែលអ្នកអាចរស់នៅតែម្នាក់ឯងដាច់ពីគេត្រូវមានអ្នកណាម្នាក់អាចផ្ដល់ម្ហូបអាហារសម្រាប់សោះសោកពេលព្រឹកនិងម៉ោង11ព្រឹកអ្នកចាប់ផ្ដើមដោយបប្រតិបត្តិតាមកាលវិភាគដូចគ្នាតាមបច្ចេកទេសដូចគ្នាចូលយកគុណព្រះរតនត្រ័យជាទីពឹងចូលសមាទានសិលហើយគោរពឲ្យបានហ្មត់ចត់ផងចូលចម្រើនអានាបានៈចំនួន3ថ្ងៃកន្លះរួចហើយផ្លាស់ទៅចម្រើនវិបស្សនាបើអ្នកចង់ជូនដំណឹងទៅគ្រូឬអ្នកដឹកនាំចូលជូនដំណឹង2ឬ3អាទិត្យមុនជាការល្អប៉ុន្តែបើអ្នកមិនចង់ក៏មិនជាការអ្វីទេនៅទីបំផុតតែគ្រូអាចធ្វើអ្វីកើតនៅក្នុងរឿងនេះកាលណាគ្រូឬគ្រូជំនួយហៅអ្នកឲ្យមកអង្គុយនៅខាងមុខលោកគ្មានមន្តអាគមបែបណាមួយទេអ្វីដែលអ្នករៀនកាលពីម្សិលមិញគឺមេត្តាជាដំបូងលោកបដិបត្តិកិច្ចការដូចគ្នានឹងកិច្ចការដែលលោកបានបង្គាប់ឲ្យអ្នកបដិបត្តិដែររួចហើយលោកចាប់ផ្ដើមបង្កើតមេត្តាសូមឲ្យអ្នកបានទទួលជោគជ័យសូមឲ្យអ្នកបានរួចចាកផុតពីទុក្ខរបស់អ្នកសូមកុំឲ្យមានធាតុអាក្រក់ចូលមកក្នុងខ្លួនអ្នកឲ្យសោះមេត្តាសេចក្តីស្រឡាញ់ករុណាសេចក្តីអាណិតអាសូរនេះអាចជ្រួតជ្រាបទៅដល់គ្រប់កន្លែងទោះបីអ្នកនៅឆ្ងាយយ៉ាងណាក៏ដោយដូច្នេះគ្រូនឹងផ្សាយមេត្តាទៅដល់អ្នកអស់តែប៉ុណ្ណេះប៉ុន្តែបើអ្នកមិនជូនដំណឹងទៅលោកទេលោកក៏នឹងទទួលមេត្តាបានដែរតាមច្បាប់ធម្មជាតិនៅគ្រប់ពេលដែលអ្នកបង្កើតធាតុលោភៈទោសៈមោហៈអ្នកត្រូវបានតភ្ជាប់ជាមួយនឹងធាតុទាំងអស់ដូចគ្នានៅក្នុងលោកអ្នកចាប់ផ្ដើមទទួលការគាំទ្រពីធាតុទាំងនេះហើយលោភៈរបស់អ្នកនឹងប្រែទៅជាខ្លាំងឡើងពីព្រោះអ្នកត្រូវបានតភ្ជាប់ជាមួយនឹងធាតុបែបនេះប៉ុន្តែកាលណាអ្នកចម្រើនវិបស្សនាមានពេលខ្លះអ្នកបង្កើតធម្មធាតុដែលប្រឆាំងនឹងលោភៈទោសៈនិងមោហៈនៅពេលនោះអ្នកត្រូវបានតភ្ជាប់ជាមួយនឹងធម្មធាតុដូចគ្នានៅពាសពេញសកលលោកអ្នកបានប៉ះនឹងធម្មធាតុរបស់អរិយបុគ្គលដែលចម្រើនវិបស្សនាពីអតីតកាលនៅក្នុងបច្ចុប្បន្នកាលហើយធម្មធាតុនេះនឹងចាប់ផ្ដើមជួយគាំទ្រអ្នក
ព្រះធម៌ចាប់ផ្ដើមជួយអ្នកនៅពេលណាដែលអ្នកធ្វើការតាមគន្លងធម៌បើអ្នកមិនបដិបត្តិដោយត្រឹមត្រូវទេនោះអ្នកមិនអាចនឹងរងចាំទទួលលទ្ធផលបានទេកិច្ចការទាំងនេះគឺតិចបំផុតហើយវាក៏ជាការចាំបាច់បំផុតដែរព្រឹក1ម៉ោងល្ងាច1ម៉ោង5នាទីមុនពេលសម្រាន5នាទីពេលព្រលឹមក្រោកពីភ្ញាក់ដឹងខ្លួននៅកន្លែងណាដែលអាចធ្វើទៅបាន1ម៉ោងក្នុងមួយអាទិត្យប៉ុន្តែ10ថ្ងៃរៀងរាល់ឆ្នាំជាការចាំបាច់ហើយបើគេមានពេលច្រើនជាងនេះក៏មានការហាមឃាត់ទេចំណាយពេលច្រើនថែមទៀតចុះកាលណាអ្នករវល់បំពេញកិច្ចការប្រចាំថ្ងៃក្នុងមុខរបរចិញ្ចឹមជីវិតរបស់អ្នកសតិទាំងមូលត្រូវតែនៅជាមួយនឹងកិច្ចការរបស់អ្នកកិច្ចការនេះជាអាណាបាណៈនិងជាវិបស្សនារបស់អ្នកចូលចេះតែខំរក្សាសតិទាំងមូលនៅលើកិច្ចការរបស់អ្នកដើម្បីឲ្យអ្នកបានទទួលលទ្ធផលល្អអំពីកិច្ចការនេះប៉ុន្តែកាលណាអ្នកទំនេរទោះបីក្នុងពេលធ្វើការរាល់ថ្ងៃក៏ដោយក្នុងរយៈពេល5ឬ10នាទីចូលអ្នកសម្រាប់បន្ធូរខ្លួនដោយបើកភ្នែកហើយផ្ចង់ស្មារតីទៅក្នុងខ្លួនអនិច្ចាអនិច្ចាអនិច្ចាអ្នកនឹងប្រែទៅជាមានភាពស្រស់បោះរួចហើយសឹមចាប់ផ្ដើមធ្វើការជាថ្មីទៀតបើអ្នកត្រូវរងចាំនៅកន្លែងណាមួយមានរយៈពេលប្រហែលកន្លះម៉ោងឬ1ម៉ោងហើយអ្នកគ្មានកិច្ចការអ្វីធ្វើបើអ្នកមិនមែនជាអ្នកវិបស្សនាល្អទេអ្នកនឹងចាប់ផ្ដើមក្តៅក្រហាយហេតុអីក៏ខ្ញុំត្រូវចាំនៅទីនេះអ្នកបង្កើតភាពអកុសលប៉ុន្តែឥឡូវនេះជាជាងការបង្កើតភាពអកុសលអ្នកគិតថាចូលសប្បាយរីករាយទៅបើខ្ញុំត្រូវរងចាំខ្ញុំត្រូវទៅរងចាំឥឡូវនេះខ្ញុំមានឱកាសល្អហើយអនិច្ចាអនិច្ចាអនិច្ចាអ្នកស្ថិតនៅយ៉ាងស្ងប់យ៉ាងនឹងណោប្រកបដោយចិត្តមានលំនឹងចូលប្រើពេលនេះទៅកាលណាអ្នកទំនេរចូលបដិបត្តិវិបស្សនាកាលណាអ្នករវល់ចូលស្ថិតនៅជាមួយនឹងកិច្ចការរបស់អ្នកដើម្បីឲ្យបានលទ្ធផលល្អតាមរបៀបនេះអ្នកនឹងឃើញថាអ្នកអាចចូលរួមធម៌សិក្សា10ថ្ងៃម្ដងក្នុងមួយឆ្នាំហើយនៅមានពេលឈប់សម្រាកខ្លះបានផងឧបមាថា5ថ្ងៃចូលទៅរួមក្នុងធម៌សិក្សាខ្លីមួយធម៌សិក្សា5ថ្ងៃមួយមនុស្សទាំងឡាយចូលមកមជ្ឈមណ្ឌលកម្មដ្ឋាននេះដើម្បីចូលរួមក្នុងធម៌សិក្សា2ថ្ងៃនៅចុងអាទិត្យគេចូលមកនៅល្ងាចថ្ងៃសុក្រហើយស្នាក់នៅរហូតដល់ព្រឹកថ្ងៃច័ន្ទគេធ្វើការហើយទទួលប្រយោជន៍អំពីកិច្ចការនេះដូច្នេះចូលប្រើពេលរបស់អ្នកទៅជីវិតមនុស្សជាជីវិតមួយមានតម្លៃណាស់តើមកពីហេតុអ្វីពីព្រោះមានតែមនុស្សសលោកទេដែលអាចធ្វើចិត្តឲ្យបរិសុទ្ធអាចរំដោះចិត្តចេញពីគ្រឿងសៅហ្មងទាំងអស់បានធម្មជាតិបានផ្ដល់ឥន្ទ្រីដ៏អស្ចារ្យនេះចំពោះមនុស្សលោកតែប៉ុណ្ណោះអ្វីដែលអ្នកបានចាប់ផ្ដើមធ្វើគឺពិនិត្យមើលការពិតនៅក្នុងខ្លួនសិក្សាវិភាគអំពីចិត្តនិងកាយយល់របៀបដែលទុក្ខកើតឡើងដែលកិលេសកើតឡើងយល់របៀបដែលវាសាកល្បងគ្របសង្កត់មកលើអ្នកយល់របៀបដែលអ្នកអាចចេញផុតពីវាកិច្ចការទាំងអស់នេះសត្វដេរឆានសត្វស្លាបអរង្គសត្វសត្វលូនសត្វល្អិតមិនអាចធ្វើកើតទេធម្មជាតិឬព្រះអាទិទេពបើអ្នកចង់ហៅថាយ៉ាងនេះបានផ្ដល់ឥន្ទ្រីនេះដល់មនុស្សលោកហើយបើអ្នកមិនយកឥន្ទ្រីដ៏អស្ចារ្យនេះមកប្រើទេនោះវាគ្មានអ្វីខុសគ្នារវាងជីវិតមនុស្សនិងជីវិតអមនុស្សទេគ្មានអ្វីខុសគ្នាទេអ្នកត្រូវតែប្រើជីវិតអ្នកជាមនុស្សដោយប្រើឥន្ទ្រីដ៏អស្ចារ្យនេះសម្រាប់ពិនិត្យមើលខ្លួនឯងពិនិត្យមើលការពិតដើម្បីរំដោះខ្លួនចេញពីទុក្ខទាំងអស់ដូច្នេះកាលណាអ្នករវល់ក្នុងជីវភាពលោកីក្នុងឋានៈជាអ្នកគ្រប់គ្រងគ្រួសារចូលផ្ចង់សតិទាំងអស់របស់អ្នកទៅលើកិច្ចការប៉ុន្តែកាលណាអ្នកមានពេលទំនេរចូលផ្ចង់សតិទៅលើដំណើរនៃការធ្វើចិត្តឲ្យបរិសុទ្ធទៅលើដំណើរនៃការរំដោះកាលណាអ្នកចូលរួមក្នុងធម៌សិក្សាខ្លី2ថ្ងៃឬ5ថ្ងៃចូលកំណត់យក1/3សម្រាប់អានាបានៈ2/3សម្រាប់វិបស្សនាប៉ុន្តែនៅក្នុងការចម្រើនកម្មដ្ឋានប្រចាំថ្ងៃអ្នកមានពេលតែ1ម៉ោងព្រឹក1ម៉ោងល្ងាចតែប៉ុណ្ណោះមិនជាការចាំបាច់នឹងកំណត់ពេល1/3សម្រាប់អានាបានៈ2/3សម្រាប់វិបស្សនាទេវិបស្សនាត្រូវតែនៅជាចម្បងប៉ុន្តែអានាបានៈអាចប្រើបាននៅពេលដែលត្រូវការហើយមិនកំណត់ចំនួនទេថ្ងៃណាដែលអ្នកអង្គុយចម្រើនកម្មដ្ឋានហើយសង្កេតឃើញថាចិត្តអ្នកមានសភាពអន្ទះអន្តែង
នោះចូលចម្រើនអាណាបាណា5 10ឬ15នាទីបើចិត្តអន្ទែងខ្លាំងគេអាចចម្រើនអាណាបាណាចំនួន1ម៉ោងពេញមិនជាការអ្វីទេការចម្រើនកម្មដ្ឋានបន្ទាប់ពីនេះនឹងប្រព្រឹត្តទៅបានដោយស្រួលចូលប្រើអាណាបាណាបើមានការចាំបាច់ឧបមាថាក្នុងរយៈពេល1ម៉ោងអ្នកបានចាប់ផ្ដើមចម្រើនវិបស្សនាបានយ៉ាងល្អដល់ពាក់កណ្ដាលម៉ោងមានព្យុះមួយបានកើតឡើងហើយអ្នកត្រូវការចម្រើនអាណាបាណាជាថ្មីទៀតនៅពេលនោះចូលចាប់ផ្ដើមបដិបត្តិអាណាបាណាទៅត្រូវយកអាណាបាណាមកប្រើកាលណាគេត្រូវការពុំនោះសោតចូលចម្រើនវិបស្សនាកាលណាអ្នកចាប់ផ្ដើមចម្រើនវិបស្សនាខ្ញុំតែងតែរំលឹកជារឿយថាចូលកុំលេងល្បែងវេទនាពុំនោះសោតអ្នកកំពុងតែដើរទៅរកទិសផ្ទុយពីវិបស្សនាហើយអ្នកមានវេទនាជាសុខមានដំណើរហូរស្រោចមួយហើយដោយមកពីហេតុនេះអ្នកសប្បាយរីករាយយ៉ាងខ្លាំងអ្នកក៏តាំងបង្កបង្កើតលោភៈនិងមានការប្រកាន់ខ្ជាប់ទៅលើវាអ្នកមានវេទនាក្រោធគ្រៀតជាថ្មីទៀតវេទនាជាទុក្ខហើយអ្នកបង្កើតទោសៈទៅរកវានេះមិនមែនវិបស្សនាទេនេះប្រឆាំងនឹងវិបស្សនាទាំងស្រុងហើយចូលយល់ថាអ្វីដែលកើតឡើងលក្ខណៈរបស់វាគឺអនិច្ចាចូលចេះតែយល់ដូច្នេះថាខ្ញុំត្រូវតែចេញឲ្យផុតពីទម្លាប់លោភៈទោសៈចាស់នេះមិនមែនគ្រាន់តែនៅផ្ទៃខាងលើនៃចិត្តទេមិនមែនគ្រាន់តែដោយប្រាជ្ញាឆ្លៀសវៃទេខ្ញុំត្រូវតែចេញឲ្យផុតពីទីយ៉ាងជ្រៅបំផុតនៃចិត្តដែលហៅថាភវង្គចិត្តដែលចេះតែស្ទង់ឃើញវេទនាដែលចេះតែធ្វើប្រតិកម្មជាលោភៈជាទោសៈនេះហើយដែលខ្ញុំត្រូវតែកម្ចាត់ចោលហើយបើខ្ញុំបង្កើនចំនួនទម្លាប់ដដែលនឹងខ្ញុំមិនបានទទួលប្រយោជន៍ពីវិបស្សនាឡើយវាមិនមែនជាវិបស្សនាទេបើអ្នកចេះតែយល់តាមរបៀបនេះនោះអ្នកនឹងចម្រើនកម្មដ្ឋានបានដោយត្រឹមត្រូវហើយនឹងបានទទួលលទ្ធផលល្អចូលប្រយ័ត្នផងដែរធ្វើយ៉ាងណាកុំឲ្យការបដិបត្តិរាល់ថ្ងៃរបស់អ្នកប្រែទៅជាគ្រឿងម៉ាស៊ីនបង្ខិតសតិពីក្បាលដល់ចុងជើងហើយពីចុងជើងមកក្បាលគឺដូចជារាប់គ្រាប់ផ្គាំអ្នកភ្លេចអ្វីទាំងអស់ដែលអ្នកកំពុងធ្វើការបដិបត្តិមិនត្រូវប្រែទៅជាដូចជាគ្រឿងម៉ាស៊ីនដូច្នេះទេកាលណាអ្នកសង្កេតឃើញថាវាប្រែទៅជាដូចជាគ្រឿងម៉ាស៊ីនហើយអ្នកភ្លេចអស់អំពីអនិច្ចាពីលោភៈពីទោសៈពីអ្វីទាំងអស់នោះចូលផ្លាស់ប្ដូររបៀបដើម្បីនឹងបដិបត្តិចូលត្រឡប់មករកអាណាបាណាវិញបើអ្នកកំពុងតែបង្ខិតសតិដោយរហ័សចូលបង្ខិតដោយយឺតវិញបើអ្នកកំពុងតែបង្ខិតសតិដោយយឺតចូលបង្ខិតឲ្យរហ័សវិញចូលចាប់ផ្ដើមបង្ខិតសតិអ្នកទៅរកទិសមួយផ្សេងវិញចូលចេញឲ្យផុតពីភាពដដែលចូលកុំបណ្ដោយឲ្យវាคล้ายទៅជាដូចជាគ្រឿងម៉ាស៊ីនគោលដៅចម្បងត្រូវតែច្បាស់លាស់នៅក្នុងចិត្តរបស់អ្នកជានិច្ចគឺខ្ញុំកំពុងតែហាត់វឹកវើចិត្តរាល់ព្រឹករាល់ល្ងាចដើម្បីនឹងផ្លាស់ប្ដូរផ្នត់ទម្លាប់នៃជីវភាពរបស់ខ្ញុំកាលណាខ្ញុំស្ថិតនៅក្នុងទាសភាពនៃទម្លាប់នេះកាលណាខ្ញុំចេះតែបង្កើតលោភៈទោសៈនេះជាទុក្ខមួយយ៉ាងធំចំពោះខ្ញុំត្រូវតែចេញឲ្យផុតពីទុក្ខរបស់ខ្ញុំហើយកាលណាខ្ញុំប្រែទៅជារងទុក្ខខ្ញុំធ្វើឲ្យអ្នកឯទៀតរងទុក្ខផងដែរដូច្នេះខ្ញុំមិនត្រូវប្រែទៅជាឧបករណ៍មួយដើម្បីឲ្យអ្នកឯទៀតរងទុក្ខនោះទេចំណុចនេះត្រូវតែច្បាស់លាស់ណាស់គឺថាខ្ញុំកំពុងតែបដិបត្តិបច្ចេកទេសនេះមិនមែនជាពិធីបូជាពិធីបុណ្យពិធីសាសនាណាមួយទេមិនមែនដូច្នោះឡើយនេះជាការហាត់ចិត្តដូចជាយើងហាត់ប្រាណដើម្បីនឹងរក្សាកាយឲ្យបានរឹងប៉ឹងមាំមួនឲ្យមានសុខភាពល្អមានកម្លាំងខ្លាំងយ៉ាងណាមិញតាមរបៀបដូចគ្នានេះដែរនេះជាការហាត់ចិត្តដើម្បីរក្សាចិត្តឲ្យមានសុខភាពល្អឲ្យមានកម្លាំងមាំមួនដោយមានការយល់បែបនេះចូលចេះតែខំបដិបត្តិតទៅអ្នកនឹងបានទទួលផ្លែផ្កាយ៉ាងប្រសើរបំផុតរបស់ធម៌ចូលប្រើប្រាស់ធម៌ប្រើប្រាស់បច្ចេកទេសដ៏អស្ចារ្យដែលអ្នកបានទទួលក្នុងពេលនេះដោយធ្វើយ៉ាងណាដើម្បីនឹងបង្កើនចំនួនឲ្យកាន់តែច្រើនឡើងដោយមិនគ្រាន់តែរក្សាធម៌ទុកតែប៉ុណ្ណោះទេចូលចេះតែខំឲ្យបានរីកចម្រើននៅក្នុងគន្លងធម៌តទៅមានរឿងនិទានមួយនៅប្រទេសឥណ្ឌាក្នុងរយៈពេល10ថ្ងៃកន្លងមកនេះអ្នកបានស្ដាប់រឿងនិទានច្រើនណាស់ប្រហែលជាគ្រូរបស់អ្នកញៀននឹងរឿងនិទាន
ហើយប្រហែលជាអ្នកញៀននឹងការស្ដាប់រឿងនិទាននេះផងដែរក៏មិនដឹងដូច្នេះមុននឹងបែកគ្នាសូមជូនរឿងនិទានមួយទៀតចុះមានព្រឹទ្ធាចារ្យពោះម៉ាយម្នាក់ជាអ្នកមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដំភរិយារបស់គាត់បានចែកឋានទៅហើយនៅប្រទេសយើងខ្ញុំហើយនៅទីនេះប្រហែលជាដូចគ្នាដែរស្ត្រីមេផ្ទះជាម្ចាស់ពិតប្រាកដនៃអ្វីៗទាំងអស់ប្រាក់ការគ្រឿងអលង្ការទ្រព្យសម្បត្តិអ្វីៗគ្រប់យ៉ាងទាំងអស់ស្ត្រីមេផ្ទះជាអ្នកកាន់ចង្កោមកូនសោឥឡូវនេះភរិយារបស់គាត់ទទួលអនិច្ចកម្មទៅហើយគ្រួសាររបស់គាត់ជាគ្រួសាររួមសម្បត្តិគាត់មានកូនប្រុស4នាក់ដូច្នេះគាត់ក៏មានកូនប្រសាស្រី4នាក់ដែរបុរសចាស់មិនអាចប្រគល់កូនសោទៅឲ្យគ្រប់គ្នាបានទេគាត់ត្រូវតែជ្រើសរើសរកកូនប្រសាស្រីម្នាក់គាត់ក៏បានហៅកូនប្រសាស្រីទាំង4នាក់នោះមកនិយាយថាចង្កោមកូនសោនេះនឹងត្រូវបានទៅអ្នកណាដែលបានពិន្ទុច្រើនជាងគេឪពុកនឹងឲ្យកូនធ្វើការប្រឡងប្រជែងមួយគាត់បានចែកគ្រាប់ពោតទៅកូនប្រសាស្រីទាំង4នាក់ម្នាក់បាន5គ្រាប់ហើយគាត់និយាយថាឪពុកនឹងត្រឡប់មកវិញក្នុងរយៈពេល4ឆ្នាំទៀតកូនស្រីទាំងអស់គ្នាត្រូវតែរក្សាគ្រាប់ពោតនេះឲ្យបានល្អអ្នកដែលមិនអាចរក្សាគ្រាប់ពោតទាំង5គ្រាប់នេះបានផងតើអាចនឹងថែរក្សាប្រាក់កាសគ្រឿងអលង្ការជង្រុកស្រូវទាំងអស់នេះដោយមិនដាច់កើតនេះជាវិញ្ញាសាប្រឡងប្រជែងរបស់អ្នកទាំងអស់គ្នាព្រឹទ្ធាចារ្យក៏ធ្វើដំណើរចេញទៅកូនប្រសាស្រីច្បងគិតថាតាចាស់នេះលប់សតិហើយគាត់ឲ្យយើងយកពេល4ឆ្នាំដើម្បីនឹងខ្វល់ខ្វាយពីរឿងគ្រាប់ពោត5គ្រាប់ដែលគ្មានតម្លៃអ្វីសោះគួរតែបោះវាចោលទៅកាលណាគាត់ត្រឡប់មកវិញខ្ញុំនឹងយកគ្រាប់ពោត5គ្រាប់ពីជង្រុកហើយយកទៅឲ្យគាត់រួចហើយនាងស្រីក៏បោះគ្រាប់ពោតចោលទៅកូនប្រសាទី2គិតថាមែនហើយមិនគួរនឹងព្រួយបារម្ភនឹងគ្រាប់ពោត5គ្រាប់នេះអស់4ឆ្នាំទេប៉ុន្តែតើនរណានឹងដឹងបានគ្រាប់ពោតទាំង5គ្រាប់នេះអាចមានឥទ្ធិពលអស្ចារ្យណាមួយក្រោយពេល4ឆ្នាំគាត់នឹងនិយាយថាល្អហើយចូលឯងលេបវាទៅហើយនៅពេលដែលខ្ញុំលេបវាខ្ញុំនឹងបានទទួលឥទ្ធិពលចម្លែកអស្ចារ្យនេះខ្ញុំមិនត្រូវបោះវាចោលទេគួរតែខ្ញុំទំពាស៊ីវាឥឡូវនេះទៅហើយកាលណាគាត់ត្រឡប់មកវិញខ្ញុំនឹងយកគ្រាប់ពោតផ្សេងទៅឲ្យគាត់នាងក៏ទំពាគ្រាប់ពោតនោះទៅកូនប្រសាទី3ចង់បានចង្កោមកូនសោខ្លាំងណាស់នាងខំរក្សាគ្រាប់ពោតទាំង5គ្រាប់ទុកនៅក្នុងបន្ទប់ជាមួយនឹងព្រះអាទិទេពនិងទេពធីតារបស់នាងរាល់ថ្ងៃកាលណានាងចូលទៅមើលរូបទាំងនោះនាងក៏មើលគ្រាប់ពោតទាំង5គ្រាប់ដែរនាងខំថែរក្សាគ្រាប់ពោតទាំង5គ្រាប់នោះពេញទាំង4ឆ្នាំចំណែកឯកូនប្រសាទី4វិញបានកាប់គាស់រៀនធ្វើដីនៅខាងក្រោយផ្ទះហើយដាំគ្រាប់ពូជទាំង5គ្រាប់នោះដល់រដូវទុំដើមពោតទាំង5ដើមបានដុះចេញមកជាមួយនឹងគ្រាប់ពោត100គ្រាប់ក្នុងមួយដើមនៅឆ្នាំក្រោយនាងបានដាំគ្រាប់ពោតទាំង500គ្រាប់នោះនៅឆ្នាំក្រោយនាងបានដាំគ្រាប់ទាំងអស់នោះក្នុងរយៈពេល4ឆ្នាំនាងបានដាំគ្រាប់ពោតរាប់តោនពេញជង្រុកនៅពេលដែលព្រឹទ្ធាចារ្យត្រឡប់មកវិញម្នាក់សុទ្ធតែមានរឿងផ្ទាល់ខ្លួនពេលដែលគាត់បានទៅដល់កូនប្រសាទី4នាងក៏បាននិយាយថាលោកឪពុកគ្រាប់ពោតដែលលោកឪពុកបានឲ្យមកខ្ញុំនោះឥឡូវនេះវាបានកើនចំនួនច្រើនណាស់ជង្រុកពេញអស់ហើយសូមលោកឪពុកនាំកម្មករមកជញ្ជូនវាយកទៅព្រឹទ្ធាចារ្យមានសេចក្តីរីករាយណាស់កូនស្រីនេះមិនគ្រាន់តែបានរក្សាគ្រាប់ពោតទាំង5គ្រាប់នេះទេនាងបានធ្វើឲ្យវាកើនចំនួនច្រើនឡើងថែមទៀតព្រឹទ្ធាចារ្យខ្ញុំនេះក៏បានឲ្យព្រះធម៌5គ្រាប់ដល់អ្នកដែរចូលកុំគ្រាន់តែថែរក្សាទុកនោះចូលបង្កើនចំនួនឲ្យកាន់តែច្រើនឡើងហើយខ្ញុំមិនយកចង្កោមកូនសោទៅជាមួយទេវានៅជាមួយនឹងអ្នកនៅពេលដែលអ្នកធ្វើឲ្យព្រះធម៌រីចម្រើនឡើងអ្នកអាចបើកទ្វារចូលទៅឋានព្រំនៅក្នុងខ្លួនហើយសប្បាយរីករាយបានអ្នកអាចបើកទ្វារចូលទៅឋាននិព្វាននៅខាងក្នុងហើយសប្បាយរីករាយបានចូលចេះតែខំឲ្យបានរីកចម្រើននៅក្នុងគន្លងធម៌តទៅមិនមែនដើម្បីបំពេញចិត្តអ្នកណាផ្សេងទេតែដើម្បីនឹងសុភមង្គលដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកដើម្បីប្រយោជន៍អ្នកឯទៀតជាច្រើនផងដែរមុននឹងបិទធម៌សិក្សានេះមានរឿងតូចមួយទៀតដែលខ្ញុំមិនភ្លេចរឿងនេះជារឿងផលប្រយោជន៍ផ្ទាល់របស់ខ្ញុំ
ដោយបានកើតនៅក្នុងគ្រួសារអ្នកចំនួនធាតុនៃការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនទាន់បានរលាយអស់នៅឡើយទេវានៅមាននៅឡើយតើផលប្រយោជន៍ផ្ទាល់ខ្លួននោះវាយ៉ាងដូចម្ដេចមានជំនឿមានប្រពៃណីមួយនៅប្រទេសយើងខ្ញុំបានប្រឆាំងនឹងប្រពៃណីច្រើនណាស់ប៉ុន្តែខ្ញុំមិនប្រឆាំងនឹងប្រពៃណីនេះទេខ្ញុំពេញចិត្តនឹងប្រពៃណីនេះណាស់ប្រពៃណីនេះគឺថាកាលណាអ្នករៀនសិលអ្នករៀនវិធីរៀនបច្ចេកទេសណាមួយពីគ្រូណាម្នាក់ហើយមិនបានបង់ទ្រនឹបគ្រូបើអ្នកមិនបានបង់ប្រាក់ដោយត្រឹមត្រូវទេនោះបច្ចេកទេសគ្មានប្រសិទ្ធភាពទេខ្ញុំចូលចិត្តជំនឿនេះណាជំនឿអស្ចារ្យណាស់អ្នកដែលបានមកចូលរួមក្នុងធម៌សិក្សាវិបស្សនាធ្វើទានបែបណាមួយដើម្បីពង្រីកបារមីរបស់ខ្លួនប៉ុន្តែទាននេះគឺសម្រាប់តែផ្ដល់ផ្គត់ផ្គង់ដល់សិស្សលើកក្រោយចំណែកឯគ្រូតើគ្រូបានអ្វីគ្រូត្រូវតែបានទទួលអ្វីមួយហើយគ្រូធំធាត់ត្រូវតែបានទទួលប្រាក់បំណាច់ធំធាត់ដែរតើប្រាក់បំណាច់ធំធាត់សម្រាប់គ្រូធំធាត់នេះយ៉ាងដូចម្ដេចរាល់ថ្ងៃនៅពេលព្រឹកនិងល្ងាចក្រោយពេលដែលអ្នកចម្រើនវិបស្សនាចប់កាលណាអ្នកបដិបត្តិថាសូមឲ្យសពសត្វទទួលយកនៅចំណែកនៃកុសលផលបុណ្យរបស់ខ្ញុំអ្នកអាចនឹងនឹកឃើញមកដល់ខ្ញុំប៉ុន្តែទោះបីអ្នកមិននឹកឃើញដល់ខ្ញុំក៏ដោយក៏មិនជាការទាស់ខុសអ្វីទេកាលណាអ្នកនិយាយថាសូមឲ្យសពសត្វទទួលយកនៅកុសលផលបុណ្យរបស់ខ្ញុំសូមឲ្យសពសត្វបានប្រកបតែនឹងសេចក្តីសុខការនឹកដល់ខ្ញុំមាននៅក្នុងចំណោមនៃសត្វទាំងឡាយនោះដែរមេត្តារបស់អ្នកនឹងបានមកដល់ខ្ញុំផងដែរនេះហើយជាប្រាក់ទនិបប្រាក់បំណាច់របស់អ្នករាល់ថ្ងៃនៅពេលព្រឹកនិងល្ងាចបើអ្នកមិនបង់ប្រាក់បំណាច់នេះទេបច្ចេកទេសនេះប្រកាសជាគ្មានប្រសិទ្ធភាពចំពោះអ្នកឡើយចូលចេះតែឲ្យប្រាក់បំណាច់នេះកុំបីខានព្រះធម៌មានលក្ខណៈអស្ចារ្យណាស់ជារតនវត្ថុមួយកាត់តម្លៃមិនបានទេដោយមកពីភ័ព្វសំណាងល្អដោយមកពីអំពើល្អពីអតីតកាលទើបគេបានទទួលព្រះធម៌បរិសុទ្ធពុំនោះសោតក្នុងនាមនៃព្រះធម៌មនុស្សនៅជាប់ជំពាក់តែនឹងពិធីបុណ្យពិធីបូជាការប្រកាន់និកាយទាំងអស់នេះអស់មួយជីវិតគេគិតថាខ្ញុំជាអ្នកកាន់សាសនាម្នាក់ល្អណាស់សូម្បីតែស្នាមព្រះធម៌បន្តិចក៏គ្មានផងចំពោះអ្នកមានសំណាងល្អណាស់ឥឡូវនេះអ្នកមានព្រះធម៌ចូលប្រើបច្ចេកទេសនេះចូលចេះតែខំឲ្យបានរីកចម្រើននៅក្នុងគន្លងធម៌ដើម្បីជាគុណជាប្រយោជន៍របស់អ្នកនិងដើម្បីជាគុណជាប្រយោជន៍ដល់អ្នកឯទៀតជាច្រើនថែមទៀតផងដែរ Before we close this Dhamma seminar, we better practice Metta Bhavana for a few minutes. We better share our merits with all beings. The merits that one has acquired during these 10 days, enormous merits you have acquired during these 10 days. Better share with all beings. May all beings share my peace. May all beings share my harmony. May all beings share my merits. May all beings share my Dhamma. Dhamma, Dhamma. May all beings be happy, be peaceful, be liberated.មុននឹងបិទធម៌សិក្សានេះគួរតែយើងចម្រើនមេត្តាភាវនា 2-3 នាទីគួរតែចែករំលែកកុសលផលបុណ្យទាំងឡាយរបស់យើងជាមួយនឹងសពសត្វក្នុង 10 ថ្ងៃនេះអ្នកបានទទួលកុសលផលបុណ្យច្រើនណាស់គួរតែចែករំលែកកុសលផលបុណ្យដែលយើងបានទទួលក្នុង 10 ថ្ងៃនេះជាមួយនឹងសពសត្វសូមឲ្យសពសត្វទទួលយកនៅចំណែកនៃសន្តិភាពរបស់ខ្ញុំ
សូមឲ្យសពសត្វទទួលយកនៅចំណែកនៃសុខដុមរមនារបស់ខ្ញុំសូមឲ្យសពសត្វទទួលយកនៅចំណែកនៃកុសលផលបុណ្យរបស់ខ្ញុំសូមឲ្យសពសត្វទទួលយកនៅចំណែកនៃព្រះធម៌របស់ខ្ញុំព្រះធម៌របស់ខ្ញុំព្រះធម៌របស់ខ្ញុំសូមឲ្យសពសត្វបានប្រកបទៅដោយសុភមង្គលបានសន្តិភាពនិងបានរួចរដោះSubbesu Chakavaresu Yakha Deva Chabrahmano Yangame Katang Punyang Sabba Sampatti Sadhakang Sabbe Tang Anumoditva Samanga Sasanerata Pamadrita Huntu Arakasu Visesatu Punyam Bhagamidang Janyang Samangandatamakaritam Anamodanta Tan Sabbe Medine Tadu Sakege Makarata Sabekukshama Kare Mujhe
bari dekhe na I pardon. I pardon. I pardon all those who might have hurt or harmed me, knowingly or unknowingly, consciously or unconsciously, by their deeds of body, speech, or mind. I seek pardon. Seek pardon. Seek pardon from all those whom I might have hurt or harmed, knowingly or unknowingly, intentionally or unintentionally, by my deeds of body, speech, or mind. All are my friends, none is my enemy. All are my friends, none is my enemy. May all share my peace. May all share my harmony. May all share my merits. May all share my Dhamma, Dhamma, Dhamma. May all be happy. Be peaceful. Be liberated, liberated, liberated. ខ្ញុំអភ័យទោសខ្ញុំអភ័យទោសខ្ញុំអភ័យទោសឲ្យអ្នកទាំងឡាយណាដែលបានធ្វើឲ្យខ្ញុំឈឺចាប់ឬបានធ្វើឲ្យខ្ញុំកើតទុក្ខដោយដឹងខ្លួនឬដោយមិនដឹងខ្លួនដោយចេតនាឬអចេតនាដោយអំពើផ្លូវកាយផ្លូវវាចាឬផ្លូវចិត្តខ្ញុំសូមអភ័យទោសខ្ញុំសូមអភ័យទោសខ្ញុំសូមអភ័យទោសពីអ្នកទាំងឡាយណាដែលខ្ញុំបានធ្វើឲ្យឈឺចាប់ឬបានធ្វើឲ្យកើតទុក្ខដោយដឹងខ្លួនឬដោយមិនដឹងខ្លួនដោយចេតនាឬអចេតនាដោយអំពើផ្លូវកាយផ្លូវវាចាឬផ្លូវចិត្តសពសត្វជាមិត្តរបស់ខ្ញុំ
ឥតមាននរណាម្នាក់ជាសត្រូវរបស់ខ្ញុំទេសពសត្វជាមិត្តរបស់ខ្ញុំឥតមាននរណាម្នាក់ជាសត្រូវរបស់ខ្ញុំឡើយសូមឲ្យសពសត្វទទួលយកនៅចំណែកនៃសន្តិភាពរបស់ខ្ញុំសូមឲ្យសពសត្វទទួលយកនៅចំណែកនៃសុខដុមរមនារបស់ខ្ញុំសូមឲ្យសពសត្វទទួលយកនៅចំណែកនៃកុសលផលបុណ្យរបស់ខ្ញុំសូមឲ្យសពសត្វទទួលយកនៅចំណែកនៃព្រះធម៌របស់ខ្ញុំសូមឲ្យសពសត្វបានប្រកបទៅដោយសុភមង្គលបានសន្តិភាពនិងបានរួចរដោះបានរួចរដោះបានរួចរដោះनमन करें सब धर्म को धर्म करे कल्याण धर्म सदा रक्षा करे धर्म बड़ा बलवान नमन करें हम धर्म को धर्म करे कल्याण धर्म सदा मंगल करे धर्म बड़ा बलवान